លោកប្រធានក្រុមសុខាមកដល់ថ្ងៃនេះហើយសវនាការកាលពីថ្ងៃទី9នេះបានបញ្ចប់ទៅដោយគ្មានការប្រកាសសាលក្រមហើយនឹងរក្សាសាលក្រមនឹងជាសម្ងាត់រហូតដល់ពេលមួយនឹងអាចជួនដំណឹងជាផ្លូវការទៅដល់ជនសង្ស័យអញ្ចឹងនៅក្នុងករណីនេះឥឡូវបងប្អូនត្រូវមើលពីដំណើរដើមរឿងឬក៏ប្រវត្តិនៃសំណុំរឿងរបស់លោកប្រធានកម្មសខាដែលមិនមែនតែជាប់តាក់ទិនជាមួយនឹងបទចោទអំពីអំពើក្បត់ជាតិហ្នឹងទេក៏ប៉ុន្តែវាតាក់ទងជាមួយនឹងយើងហៅថាយុត្តាធិការដែលនាំឲ្យមានសំណុំរឿងចាប់លោកប្រធានកម្មសខានឹងឡើងរួចហើយច្បាប់ដែលបានយកមកអនុវត្តហ្នឹងគឺជាច្បាប់មួយដែលគេហៅថាច្បាប់គណៈបកនយោបាយហ្នឹងដែលគេបានធ្វើវិសោធនកម្មនៅក្នុងរយៈពេលតែប្រហែលថ្ងៃតែប៉ុណ្្នឹងណាបងប្អូនប្រហែលជាចាំបានហើយនៅក្នុងខែតុលាឆ្នាំ2017ហ្នឹងមានវិសោធនកម្មច្បាប់តាក់ទងជាមួយនឹងគណៈបកនយោបាយដែលនៅក្នុងចំណុចមួយហ្នឹងគឺគេមានការធ្វើវិសោធនកម្មតាក់ទងជាមួយនឹងអំណាចក្នុងការរំលាយគណៈបកនយោបាយហើយការធ្វើវិសោធនកម្មហ្នឹងក្នុងរយៈពេលខ្លីហើយបានអនុម័តជាឯកច្ឆន្ទដើម្បីឲ្យច្បាប់ហ្នឹងចូលជាធរមានហើយច្បាប់ហ្នឹងចូលជាធរមានមិនបានប្រហែលថ្ងៃផងណាជាទូទៅគេទុករយៈពេលពី30ថ្ងៃទៅ90ថ្ងៃដើម្បីឲ្យច្បាប់មួយចូលជាធរមានណាក៏ប៉ុន្តែនៅក្នុងករណីសំណុំរឿងឬក៏ករណីបណ្ដឹងរបស់លោកប្រធានកម្មសខាច្បាប់ស្ដីពីគណៈបកនយោបាយហ្នឹងត្រូវបានគេធ្វើវិសោធនកម្មក្នុងរយៈពេលតែប្រហែលថ្ងៃហើយក្រសួងមហាផ្ទៃក៏បានរៀបចំពាក្យបណ្ដឹងដើម្បីរំលាយគណៈបកសង្គ្រោះជាតិតែម្ដងបងប្អូនចាំកន្លែងហ្នឹងណាយ៉ាងដំណើររឿងទាំងអស់នេះយើងមើលអំពីទស្សនវិជ្ជាហើយយើងមើលអំពីលក្ខខណ្ឌផ្លូវច្បាប់ហើយនិងភាពស្របច្បាប់ដែលយើងហៅថា due procedure ហ្នឹងគឺវាអត់មានលក្ខខណ្ឌណាដែលយើងហៅថានីតិវិធីសមស្របដែលយើងអាចទទួលយកបានអញ្ចឹងបើសិនជាយើងមើលបរិបទហើយនឹងដំណើរដើមរឿងហ្នឹងគឺការធ្វើវិសោធនកម្មច្បាប់ហ្នឹងដើម្បីតម្រូវនិងសម្រាប់ធ្វើតែកិច្ចការចំពោះកិច្ចមួយតែប៉ុណ្្នឹងទេដែលច្បាប់ហ្នឹងធ្វើឡើងឬក៏ធ្វើវិសោធនកម្មហ្នឹងដែលយើងហៅថាកែតម្រូវហ្នឹងសម្រាប់តែចាត់ការលើគណៈបកសង្គ្រោះជាតិតែប៉ុណ្្នឹងចំណុចនេះណាបងប្អូនអញ្ចឹងបើយើងមើលទៅលើដំណើរការហ្នឹងវាធ្វើឲ្យយើងយកមកធ្វើជាករណីសិក្សាថាប្រសិនបើច្បាប់ហ្នឹងគេកែហើយគេធ្វើវិសោធនកម្មបានហើយគេអនុវត្តមកលើគណៈបកសង្គ្រោះជាតិរួចហើយអ្វីដែលយើងត្រូវមើលមួយទៀតអានេះគឺជាលក្ខខណ្ឌសម្រាប់យើងយកទៅពិចារណាប្រសិនបើពួកយើងទាំងអស់គ្នាឈរលើចំហមួយថាស្វែងរកយុត្តិធម៌ជូនលោកប្រធានកម្មសខាឈរលើចំហមួយថាស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរជាម្ចាស់ចន្ទៈឬក៏ម្ចាស់ឆ្នោតហើយនឹងដើម្បីធានាឲ្យយើងហៅថាយុត្តិធម៌សង្គមនឹងវាកើតឡើងនៅក្រោមបរិបទច្បាប់ហ្នឹងណាយើងក៏គួរគិតផងដែរថានៅពេលដែលគេសម្រេចធ្វើវិសោធនកម្មដើម្បីរំលាយគណៈបកអ្វីដែលយើងមើលឃើញមួយទៀតគឺគេឲ្យអំណាចណាគេឲ្យអំណាចរបស់តុលាការហ្នឹងណាអាចចាត់វិធានការផ្លូវច្បាប់បានដោយជាទូទៅគ្រប់បណ្ដឹងរដ្ឋាភិបាលនេះក៏ដោយបណ្ដឹងព្រមតាន់ក៏ដោយវាត្រូវទៅតាមដំណាក់កាលវាទៅតាំងពីសាលាដំបងវាទៅតាំងពីសាលាទៅហើយបានវាទៅដល់សាលាយើងហៅថាតុលាការកំពូលអាហ្នឹងដំណើរការរបស់វាដែលជាលក្ខខណ្ឌច្បាប់ហើយនឹងអ្វីដែលបានកំណត់ដោយមាត្រដ្ឋានអន្តរជាតិមែនទេបងប្អូនក៏ប៉ុន្តែនៅក្នុងករណីដែលគេរំលាយគណៈបកសង្គ្រោះជាតិនៅក្នុងសម័យកាលហ្នឹងក្នុង2017ហ្នឹងណាគឺបទចោទហ្នឹងចោទដោយរដ្ឋាភិបាលអ្នកដែលដាក់ពាក្យបណ្ដឹងហ្នឹងក្រសួងមហាផ្ទៃរួចហើយតុលាការដែលត្រូវយើងហៅវិនិច្ឆ័យទោសហ្នឹងគឺធ្វើដោយតុលាការកំពូលតែម្ដងនៅពេលដែលប្រកាសឬក៏ដំណើរការនៃសំណុំរឿងហ្នឹងកាត់ក្តីឲ្យបាត់ផ្លូវតវ៉ាទៀតដូច្នេះបើយើងមើលគ្រប់យ៉ាងទៅគេរៀបចំគ្រប់យ៉ាងដើម្បីតែរំលាយគណៈបកសង្គ្រោះជាតិតែប៉ុណ្ណឹងនេះបងប្អូនត្រូវយករឿងទាំងអស់ហ្នឹងមកពិនិត្យមើលដើម្បីយើងសិក្សាអំពីដំណើរដើមរឿងរួចហើយយកមូលដ្ឋានទាំងអស់ហ្នឹងមករៀបចំថាតើយើងត្រូវធ្វើយ៉ាងណាពីព្រោះថ្ងៃនេះខ្ញុំមិនមែនមកនិយាយដើម្បីរត់តាមព្រឹត្តិការណ៍របស់លោកហ៊ុនសែនទេក៏ប៉ុន្តែក្នុងនាមជាអ្នកដែលបានយល់ដឹងខ្លះអំពីផ្លូវច្បាប់ឬក៏យើងនិយាយថាក្នុងនាមជាអ្នកច្បាប់ខ្ញុំចង់រកលទ្ធភាពណាដើម្បីយករឿងទាំងអស់នេះមកវែកញែកហើយយើងក៏ដឹងផងដែរថាសង្គ្រាមនយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះបានដូររូបភាពពីការគម្រាមកំហែងជាលក្ខណៈយើងហៅថាអវុធយុទ្ធភ័ណ្ឌឬក៏កងកម្លាំងដោយផ្ទាល់ក៏ប៉ុន្តែអ្វីទាំងអស់ហ្នឹងគ្រាន់តែជាឧបករណ៍បន្ថែមប៉ុន្តែយុទ្ធសាស្ត្រហើយនឹងប្រតិបត្តិការជាក់ស្ដែងដើម្បីយកជ័យជំនះលើគូប្រកួតគឺគេប្រើយន្តការច្បាប់ហ្នឹងហើយគឺជាអាវុធដ៏មានប្រសិទ្ធភាព
ទាំងការអនុវត្តច្បាប់ទៅលើបទចោទនានាទៅលើសកម្មជនទាំងយន្តការច្បាប់ក្នុងការកំណត់នូវសិទ្ធិសេរីភាពហើយជាពិសេសតេតិនរហូតដល់ដំណើរការនៃការបោះឆ្នោតនានាគឺគេយកច្បាប់នឹងឯងជាមូលដ្ឋានដូច្នេះបានអ្នកនយោបាយយើងនៅតែធ្វើនយោបាយតាមបែបបុរាណក្នុងអតីតកាលដែលយើងធ្លាប់ធ្វើការឃោសនាការចោះលើផ្លាកការចោះប្រមូលផ្ដុំមហាជនដើម្បីនិយាយអំពីគោលនយោបាយគឺយើងនឹងមិនអាចទៅដល់គោលដៅដែលយើងចង់បានជាដាច់ខាតអាហ្នឹងជាទស្សនៈរបស់ខ្ញុំដូច្នេះហើយបានជាខ្ញុំលើកយកករណីនេះមកធ្វើការសិក្សាដើម្បីជាគំនិតសម្រាប់ជំរុញឲ្យអ្នកដែលមានសមត្ថកិច្ចតាក់ទិនជាមួយនឹងយុទ្ធសាស្ត្រនយោបាយតាក់ទិនជាមួយនឹងផែនការនយោបាយថាតើយើងត្រូវធ្វើយ៉ាងណាខ្លះពីព្រោះខ្ញុំបាននិយាយអំពីលទ្ធភាពហើយនឹងវិធីនេះតាក់ទងជាមួយនឹងយន្តការច្បាប់ហ្នឹងណាច្រើនហើយដែរក៏ប៉ុន្តែវាគ្រាន់តែថាអ្វីដែលខ្ញុំលើកឡើងហ្នឹងវាគ្មានចំណាប់អារម្មណ៍ឬក៏គ្មានក្រុមអ្នកបច្ចេកទេសណាមួយរបស់គណៈបកប្រឆាំងហ្នឹងបានយកវាមកធ្វើជាមូលដ្ឋានសម្រាប់ចាត់វិធានការឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរបស់គណៈបកប្រជាជនដូច្នេះអ្វីដែលខ្ញុំនិយាយថ្ងៃនេះខ្ញុំសង្ឃឹមថាតិចឬក៏ច្រើនអ្នកបច្ចេកទេសឬក៏សកម្មជននយោបាយគួរតែយកវាទៅពិចារណាពីព្រោះរឿងដែលវាតាក់ទិនគ្នាមិនមែនតែត្រឹមតែរឿងករណីរបស់លោកប្រធានកម្មសខាដែលគេបានធ្វើសវនកម្មរួចហើយឥឡូវនេះសំណើនិងសំណុំពររបស់លោកប្រធានកម្មសខាក៏បានស្នើឲ្យដែរហើយហេតុផលទាំង3ទាំង4របស់លោកប្រធានកម្មសខាដែលបានស្នើទៅតុលាការហ្នឹងក៏វាជាហេតុផលមួយដែលអាចចងទៅដល់វាហៅថាហានិភ័យរបស់គណៈបកប្រជាជនដែលលក្ខខណ្ឌទាំងអស់ហ្នឹងអាចតុលាការយើងហៅថាខាងប្រខាត់ហ្នឹងមិនទទួលយកទេដោយសារវាជាប់តាក់ទិនទី1លោកប្រធានសុំឲ្យទម្លាក់ប័ណ្ណចោលទាំងអស់ចំពោះករណីសំណុំរឿងមួយនេះបើកាលណាទម្លាក់ប័ណ្ណចោលទាំងអស់គឺតាក់ទងជាមួយនឹងប័ណ្ណចោលក្បត់ជាតិតាក់ទងជាមួយនឹងប័ណ្ណចោលសន្តិភាពជាមួយរដ្ឋបរទេសតាក់ទងជាមួយនឹងប័ណ្ណចោលគេហៅស្អីធ្វើឲ្យមានអស្ថិរភាពសង្គមឬក៏អំពើញុះញង់ទាំងឡាយហ្នឹងអ្វីទាំងអស់ហ្នឹងសុទ្ធតែជាមូលហេតុឬក៏ជាអង្គហេតុដែលបណ្ដាលឲ្យឬក៏ធ្វើឲ្យតុលាការក្រុងភ្នំពេញហ្នឹងសម្រាប់រំលាយគណៈបក្សសង្គ្រោះជាតិដែរណាបងប្អូនអញ្ចឹងសំណុំពររបស់លោកប្រធានតាក់ទងជាមួយប័ណ្ណទម្លាក់ប័ណ្ណចោលតាក់ទងសុំឲ្យមានសេរីភាពមួយឬក៏ឡើងវិញជាបន្តហ្នឹងហើយនឹងប្រកបសិទ្ធិនយោបាយទាំងអស់នឹងជូនលោកវិញវាស្មើនឹងការទាមទារឲ្យនីតិសម្បទាឬក៏ភាពស្របច្បាប់របស់គណៈបក្សសង្គ្រោះជាតិហ្នឹងមានឡើងវិញជាធម្មតាដូច្នេះនៅក្នុងចំណុចនេះវាគឺជាចំណងថ្មីមួយប្រសិនបើយើងងាកមកមើលគណៈបកយើងដែលជាគណៈបកប្រឆាំងហ្នឹងណាវាគឺជាចំណងថ្មីហើយចំណងដ៏មានប្រសិទ្ធភាពនៅទីនេះគឺខ្ញុំចង់និយាយអំពីលក្ខខណ្ឌផ្លូវច្បាប់ដែលយើងអាចយកមកធ្វើជាមូលដ្ឋានក្នុងការតស៊ូក្តីឬក៏ក្នុងការស្វែងរកយុត្តិធម៌ជូនគណៈបកសង្គ្រោះជាតិជូនលោកប្រធានគណៈបកនិងជូនប្រជាពលរដ្ឋខ្មែរដើម្បីឲ្យបានវិលទៅរកភាពធម្មតាវិញនៃដំណើរការនយោបាយក៏ប៉ុន្តែសំណើនេះវាចងជាប់ជាមួយនឹងលក្ខខណ្ឌគម្រាមកំហែងដល់សុវត្ថិភាពអំណាចរបស់គណៈបកប្រជាជនមែនទេបងប្អូនបងប្អូនសង្កេតមើលទាំងអស់គ្នាហើយប្រសិនបើយើងខ្លាចថាសំណើទាំងអស់នេះប្រសិនបើគណៈបកប្រជាជនគេមិនទទួលយកឬក៏តុលាការក្រុងភ្នំពេញនៅតែរក្សានៅអ្វីដែលជាសាលក្រមដើមដែលបានចោទប្រកាន់ថាលោកប្រធានហ្នឹងមានជាប់សន្តិភាពឬក៏ជាបាត់ល្មើសក្បត់ជាតិអីទាំងអស់ហ្នឹងណាបើមិនជាក្រុងភ្នំពេញនៅតែរក្សាខ្លឹមសារនិងស្មារតីដើមនៃបទចោទហ្នឹងអ្វីដែលលោកប្រធានកម្មសខាស្នើនៅទីនេះគឺมันអាចទទួលបានទៅតាមបំណងរបស់លោកទេដូច្នេះហើយបានជាលក្ខខណ្ឌនៅក្នុងផ្លូវច្បាប់អ្វីដែលលោកប្រធានបានស្នើនៅទីនេះបង្ហាញឲ្យឃើញថាលោកនៅតែការពារទស្សនៈលោកនៅតែការពារជំហរដើមដែលលោកមិនបានប្រព្រឹត្តតាក់ទិនជាមួយនឹងអ្វីដែលគេហៅថាបទល្មើសដែលបានរំលាយគណៈបក្សសង្គ្រោះជាតិហើយនឹងដកសិទ្ធិនយោបាយរបស់លោកនឹងការឃុំឃាំងរយៈពេល27ឆ្នាំអីជាដើមដែលវាជាការរំលោភលើសិទ្ធិមូលដ្ឋានដែលលោកមិនបានបាត់ខុសអីទាំងអស់ដូច្នេះពាក្យទាំងអស់ដែលលោកប្រធានកម្មសខាបានយ៉ាងហៅថាបានស្នើសុំទៅតុលាការជាប្រព័ន្ធឬក៏ដោយមូលដ្ឋានទាំងអស់នេះវាគឺជាអំណាងដែលយើងអាចយកវាមកប្រើសម្រាប់តស៊ូក្តីនេះតទៅទៀតអញ្ចឹងបានពីថ្ងៃមុនខ្ញុំបានជម្រាបសួរទៅខាងអលោកដែលជាគណៈមេធាវីហ្នឹងតាក់ទិនជាមួយនឹងបទចោទដដែលហ្នឹងតាក់ទងជាមួយនឹងថាលោកប្រធានកម្មសខាគេចាប់ប្រកាន់ថាជាប់សន្តិភាពជាមួយនឹងសហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់មែនទេបងប្អូនអញ្ចឹងបើសិនជាយើងនិយាយអំពីការដែលគេចោទប្រកាន់ថាលោកប្រធានកម្មសខាហ្នឹងមានជាប់សន្តិភាពជាមួយសហរដ្ឋអាមេរិកតាំងពីឆ្នាំ1993មកអាហ្នឹងបើតាមអ្វីដែលជាសំណុំរឿងឬក៏អង្គសេចក្តីដែលគេបានប្តឹងទៅតុលាការដើម្បីចាត់វិធានការចំពោះលោកប្រធានហ្នឹងណាគឺគេចាប់ប្រកាន់តាំងពីឆ្នាំ1993អញ្ចឹងហេតុផលទាំងអស់ហ្នឹង
តើក្រុមអ្នកច្បាប់របស់យើងអាចយកវាមកធ្វើជាមូលដ្ឋានដើម្បីទាមទារអន្តរាគមន៍ផ្លូវច្បាប់ឬក៏អន្តរាគមន៍ណាមួយបើទោះជាមិនមែននៅក្នុងន័យជ្រៀតជ្រែកផ្ទៃក្នុងនៅយើងហៅថាអធិបតេយ្យរបស់កម្ពុជាតេតិនជាមួយនឹងវិធានផ្លូវច្បាប់ហ្នឹងក៏ដោយក៏ប៉ុន្តែយ៉ាងហោចណាស់មូលដ្ឋានទាំងអស់ហ្នឹងយើងគួរតែមានលទ្ធភាពស្នើសុំឲ្យបណ្ដាប្រទេសនានាទី1បងប្អូននិយាយច្រើនអំពីសន្ធិសញ្ញា$23គឺជាមធ្យោបាយឬក៏ជាឧបករណ៍សម្រាប់ដោះស្រាយវិវាទកម្ពុជាដូច្នេះបើសិនជាយើងនិយាយតែពីខ្លឹមសារឬក៏ស្មារតីរបស់សន្ធិសញ្ញា$23វាអត់មានន័យអីទេសម្រាប់ខ្ញុំយល់ថាវាអត់មានន័យអីទេពីព្រោះយើងអត់បានប្រើប្រាស់វាឬក៏ទៅពឹងពាក់ហត្ថលេខីទាំង18ប្រទេសហ្នឹងឲ្យជួយពិចារណានិងស្វែងរកដំណោះស្រាយនយោបាយដែលកម្ពុជាបានកំពុងតែរំលោភបំពានលើស្មារតីរបស់សន្ធិសញ្ញាហ្នឹងខ្ញុំលើមនុស្សជាច្រើនជាពិសេសគឺអ្នកនយោបាយនឹងតែម្ដងនិយាយឲ្យនឹងយោងថាមានតែសន្ធិសញ្ញា$23ទេដែលជាមធ្យោបាយនិងកូនសោសំខាន់សម្រាប់ដោះស្រាយវិវាទកម្ពុជាក៏ប៉ុន្តែខ្ញុំមិនទាន់ឃើញអំពីចំណាត់ការនិងវិធានការណាមួយដែលយើងបានប្រើប្រាស់យន្តការរបស់សន្ធិសញ្ញាមួយហ្នឹងដើម្បីមកដោះស្រាយបញ្ហាកម្ពុជាទេដែលក្នុងថ្ងៃនេះការរំលោភលើសិទ្ធិមូលដ្ឋានរបស់លោកប្រធានគណៈកម្មការការបំបត្តិសេរីភាពការរំលោភលទ្ធិប្រជាធិបតេយ្យហើយនឹងការគំរាមកំហែងគ្រប់យ៉ាងដែលស្មារតី$23ត្រូវការពីហ្នឹងណាយើងអត់ទាន់ឃើញអ្នកនយោបាយណាម្នាក់ឬក៏ក្រុមរបស់អ្នកប្រឆាំងណាមួយបានរៀបចំនិងចងក្រងក្រុមការងារឬក៏ធនធានដែលត្រូវប្រើប្រាស់យន្តការសម្រាប់ទៅយើងហៅស្អីទៅប្តឹងតវ៉ានិងទាមទារឲ្យហត្ថលេខីរបស់$23ហ្នឹងអន្តរាគមន៍ចំពោះអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជាទេនេះជាការសង្កេតរបស់ខ្ញុំហើយខ្ញុំមើលឃើញរបៀបហ្នឹងដូច្នេះហើយបានថ្ងៃនេះខ្ញុំត្រូវយករឿងនេះមកនិយាយថាប្រសិនបើយើងមើលឃើញអំពីចំណុចទាំងអស់ហ្នឹងដែលយើងមិនអាចទទួលបានហើយការដែលគេរំលាយគណៈបក្សសង្គមជាតិយើងនេះបងប្អូនខ្លះនៅតែមានជំនឿឬក៏ខ្វះព័ត៌មានក៏មិនដឹងឬក៏មិនយល់ដឹងអំពីវិធានការច្បាប់ក៏មិនដឹងដែលរហូតមកដល់ថ្ងៃនេះទទួលយកថាគណៈបក្សសង្គមជាតិនឹងបានរលាយហើយតែខ្ញុំនៅតែទាមទារថាគណៈបក្សសង្គមជាតិសូម្បីតែលោកប្រធានគឹមសុខាដែលជាជនសង្ស័យឬក៏ជនជាប់ចោទតាក់ទិនជាមួយនឹងបទចោទថាអំពើក្បត់ជាតិនឹងហើយដែលធ្វើឲ្យគណៈបក្សសង្គមជាតិយើងរលាយឬក៏ត្រូវគេរំលាយហ្នឹងលោកប្រធានអត់ទាន់មានទោសផងហ្នឹងមកដល់ថ្ងៃនេះលោកប្រធាននៅតែជាជនស្អាតស្អំនៅឡើយអាហ្នឹងយើងមើលនៅក្នុងលក្ខខណ្ឌផ្លូវច្បាប់ដរាបណាតុលាការមិនទាន់វិនិច្ឆ័យទោសគឺបុគ្គលនៅតែជាជនសង្ស័យឬក៏នៅតែជាបុគ្គលស្អាតស្អំនៅឡើយដូច្នេះបើបុគ្គលដែលត្រូវគេសង្ស័យឬក៏ជនជាប់ចោទនេះនៅតែលក្ខខណ្ឌស្អាតស្អំគណៈបក្សសង្គមជាតិដែលវាជាប់តាក់ទិនជាមួយនឹងសំណុំរឿងនេះក៏នៅតែមានលក្ខខណ្ឌស្របច្បាប់នៅឡើយទេក៏ប៉ុន្តែពួកយើងនេះទេដែលធ្វើការវិនិច្ឆ័យខ្លួនឯងថាគណៈបក្សសង្គមជាតិនឹងរលាយហើយនាំគ្នារត់បង្កើតគណៈបក្សឆ្វេងស្ដាំនាំគ្នាបំបីក្រុមនាំគ្នាតតចោលសំបីតែផ្លាកសញ្ញារបស់គណៈបក្សសង្គមជាតិក៏គ្មានអ្នកណានិយាយដល់ផងឡើយនេះដូច្នេះរឿងទាំងអស់នេះវាមិនដឹងថាមកពីចេតនារបស់អ្នកនយោបាយយើងដើម្បីជួយកំទេចគណៈបក្សសង្គមជាតិឲ្យវារលាយឬក៏ពួកយើងនឹងខ្វះសមត្ថភាពនៃការយល់ដឹងអំពីវិធានការច្បាប់អានឹងខ្ញុំមិនដឹងទេណាក៏ប៉ុន្តែសម្រាប់ខ្ញុំតាំងពីថ្ងៃដែលគេប្រកាសសារក្រមថារំលាយគណៈបក្សសង្គមជាតិយើងបដិសេធថាយើងមិនអាចទទួលយកសារក្រមនោះទេពីព្រោះវាគ្មានមូលដ្ឋានវាគ្មានហេតុផលវាគ្មានអំណាចដែលត្រូវរំលាយគណៈបក្សហើយចេតនាយើងហៅថាស្មារតីច្បាប់ដែលគេធ្វើវិសោធនកម្មរំលាយគណៈបក្សសង្គមជាតិនៅថ្នាក់អន្តរជាតិឬក៏នៅក្នុងពិភពលោកគ្មានអ្នកណាគេទទួលយកទេពីព្រោះអំណាចនៅក្នុងដៃរបស់លោកហ៊ុនសែនដែលសភាអនុម័តនៅក្នុងពេលនោះគណៈបក្សសង្គមជាតិយើងអត់បានចូលតាក់ទងជាមួយនឹងការអនុម័តនៃច្បាប់ដើម្បីរំលាយឬក៏យើងហៅថាវិសោធនកម្មនៃច្បាប់ស្ដីពីគណៈបកនយោបាយហ្នឹងផងដូច្នេះអ្វីគ្រប់យ៉ាងហ្នឹងវាកើតឡើងពីអំណាចរបស់គណៈបកប្រជាជនទាំងស្រុងគឺធ្វើដើម្បីបំពេញបំណងរបស់គណៈបកប្រជាជនដែលពួកយើងជាម្ចាស់ឆ្នោតពួកយើងដែលជាម្ចាស់អំណាចទាំង55អាសនៈនៅក្នុងពេលនោះយើងអត់មានជាប់តាក់ទិនជាមួយនឹងការសិក្សានិងការធ្វើវិសោធនកម្មលើច្បាប់ស្ដីពីគណៈបកនយោបាយហ្នឹងផងដូច្នេះយើងមើលឃើញថាមូលដ្ឋានហើយនឹងដំណើរដើមរឿងទាំងអស់ហ្នឹងណាប្រសិនបើយើងទាំងអស់គ្នាយល់ថារឿងទាំងអស់ហ្នឹងគឺជារឿងថែនការដើម្បីកំទេចគូប្រកួតយើងក្នុងនាមគណៈបកប្រឆាំងណាគួរតែមានក្រុមមេធាវីគួរតែពឹងពាក់អន្តរជាតិគួរតែស្វែងរកជំនួយបច្ចេកទេសពីបណ្ដាស្ថាប័នសំខាន់របស់អន្តរជាតិឲ្យជួយកម្ពុជានៅក្នុងក្របខ័ណ្ឌនៃកិច្ចសន្យាឬក៏សន្ធិសញ្ញាដែលបានព្រមព្រៀងថានឹងជួយធានានៅបរិយាកាសយុត្តិធម៌បរិយាកាសប្រជាធិបតេយ្យបរិយាកាសគោរពសិទ្ធិមនុស្ស
lại nângនៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែយើងមិនបានធ្វើកិច្ចការទាំងអស់ហ្នឹងដូច្នេះអ្វីដែលខ្ញុំនិយាយនៅទីនេះមិនមែនខ្ញុំមកបន្ទោសអ្នកណាមិនមែនខ្ញុំមកស្ដាយក្រោយក៏ប៉ុន្តែខ្ញុំចង់មកសួរថាតើថ្ងៃនេះយើងអាចភ្ញាក់ខ្លួនថាយើងកំពុងតែដើរវង្វេងនៅក្នុងសមរភូមិដែលហ៊ុនសែនគេបង្វក់យើងហើយយើងមិនយល់អំពីចំណាត់ការឬក៏វិធានការច្បាប់ដែលគេប្រើទាំងបំពេញទៅលើលក្ខខណ្ឌយុត្តិធម៌សំបីតែនៅក្នុងប្រទេសរបស់យើងឬក៏ជាលក្ខខណ្ឌអន្តរជាតិក៏យើងអត់យល់ផងដូច្នេះថាតើយើងទៅស្វែងរកយុត្តិធម៌ជូនពលរដ្ឋខ្មែរដោយរបៀបណាបើសំបីតែគណៈបកសង្គ្រោះជាតិខ្លួនឯងហ្នឹងណាយើងមិនអាចការពារនិងស្វែងរកយុត្តិធម៌ជូនខ្លួនឯងផងហ្នឹងណាបងប្អូនខ្ញុំសួរកន្លែងហ្នឹងមិនមែនឲ្យបងប្អូនណាទទួលឆ្លើយថាត្រឹមត្រូវឬក៏មិនត្រឹមត្រូវទេក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នកនយោបាយពិចារណាឡើងវិញអំពីលក្ខខណ្ឌទាំងអស់នេះថាតើអស់លោកយល់អំពីថាអ្វីដែលជាលក្ខខណ្ឌផ្លូវច្បាប់ទេឬក៏យើងធ្វើនយោបាយគ្រាន់តែកំដរឆាកសម្រាប់ឲ្យហ៊ុនសែនហ្នឹងយកពេលវេលាដើម្បីបញ្ចូលឲ្យនិគមជនយួនមកគ្រប់គ្រងកម្ពុជាដើម្បីលេបតបកម្ពុជាដោយអ្វីដែលជាបំណងរបស់ហ៊ុនជីមិញឬក៏យ៉ាងណាណាបងប្អូនសំណួរទាំងអស់នេះអ្នកនយោបាយចាំបាច់ត្រូវតែឆ្លើយហើយខ្ញុំនិយាយអ្នកនយោបាយនៅទីនេះមិនមែនអ្នកណាម្នាក់ទេគឺខ្ញុំនិយាយថាអ្នកទាំងអស់គ្នាទាំងមេគណៈបកនយោបាយទាំងអ្នកគ្រប់គ្រងគណៈបកនយោបាយទាំងសកម្មជននយោបាយត្រូវតែរកលទ្ធភាពដើម្បីដោះស្រាយបញ្ហានេះពីព្រោះយើងកំពុងតែស្ថិតនៅក្នុងសមរភូមិសង្គ្រាមផ្លូវច្បាប់ដូច្នេះយើងត្រូវតែមានលទ្ធភាពធ្វើហើយយើងត្រូវទទួលស្គាល់ថានៅក្នុងលក្ខខណ្ឌដែលកម្ពុជារំលោភលើអ្វីដែលយើងហៅថាសិទ្ធិមូលដ្ឋានរំលោភលើលក្ខខណ្ឌឬក៏សន្ធិសញ្ញាទាំងអស់ហ្នឹងយើងមានប្រទេសជាច្រើនដែលគេចាំជួយយើងក៏ប៉ុន្តែមកដល់ថ្ងៃនេះខ្ញុំមិនទាន់ឃើញស្ថាប័ននយោបាយមួយណាដែលជាស្ថាប័ននយោបាយសេរីនិយមឬក៏យើងនិយាយថាគណៈបកប្រឆាំងខ្ញុំមិនទាន់ឃើញអង្គភាពមួយណាបានចងក្រងនិងរៀបចំបណ្ដុំសំណុំរឿងទាំងអស់នេះឬក៏ការដាក់ប្រឹងតវ៉ាដើម្បីទាមទារភាពស្របច្បាប់របស់យើងនៅឡើយទេខ្ញុំលើតែនិយាយគ្នាអំពីមិនទទួលយកខ្ញុំលើតែនិយាយពីការរំលោភសិទ្ធិមនុស្សខ្ញុំលើនិយាយក៏ប៉ុន្តែជាប្រព័ន្ធនៅក្នុងការអនុវត្តវាអត់មានចំណុចទាំងអស់នេះហើយបានជាខ្ញុំចាំបាច់ត្រូវតែយកវាមកសួរហើយក៏មិនមែនចេតនាចង់ភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ដែលវាកើតឡើងនៅក្នុងប្រទេសទេក៏ប៉ុន្តែខ្ញុំចង់ដឹងថាតើយើងធ្វើអីទៀតឬក៏យើងបានត្រឹមតែអង្គុយរងចាំថាសាលក្រមហ្នឹងគេនឹងប្រកាសថ្ងៃណាគេប្រកាសលើកលែងទោសដល់លោកប្រធានឬក៏គេបន្តនីតិវិធីយ៉ាងណាតទៅទៀតឬក៏យ៉ាងណាដូច្នេះយើងសង្កេតមើលថ្ងៃនេះសូម្បីតែយើងក្នុងនាមជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិឬក៏យើងហៅមួយទៀតបើយើងនិយាយអំពីរចនាសម្ព័ន្ធនយោបាយណាសូម្បីតែមេបញ្ជាការរបស់យើងដែលកំពុងតែត្រូវសត្រូវរំពាត់ឬក៏ហុំពាត់នៅក្នុងសមរភូមិមួយយើងអត់មានយន្តការយើងអត់មានវិធីសាស្ត្រយើងអត់មានផែនការប្រតិបត្តិការណាជាក់លាក់មួយដើម្បីទៅរំដោះមេបញ្ជាការយើងផងហ្នឹងរហូតថ្ងៃនេះមិនមែនត្រឹមតែមិនមានផែនការទៅរំដោះទេទាំងមានអ្នកសាច់ចំអកទាំងមានអ្នកអង្គុយចាំផ្ទះដៃហើយនឹងមានចាំអ្នកបណ្ដោយតាមយថាកម្មហើយអ្នកដែលនៅក្រៅសមរភូមិឬក៏ដែលរត់ចេញផុតពីរង្វង់នៃការហុំព័ទ្ធរបស់សត្រូវហ្នឹងអ្នកខ្លះមិនទាំងនិយាយដល់អំពីវីរភាពនៃការលះបង់របស់មេបញ្ជាការយើងនៅក្នុងសមរភូមិទៀតទាំងអស់នេះគឺជារឿងមួយដែលយើងត្រូវយកវាមកពិចារណាថាសូម្បីយើងមើលទស្សនវិជ្ជាឬក៏យើងមើលព្រឹត្តិការណ៍ប្រហែលថ្ងៃនេះដែលសហរដ្ឋអាមេរិកបានយើងថាប្រតិបត្តិការយោធានៅប្រទេសអ៊ីរ៉ង់ណាយើងឃើញពីលុតគេម្នាក់ដែលធ្លាក់យន្តហោះនៅក្នុងប្រទេសអ៊ីរ៉ង់ណាគេចំណាយលុយវ៉ាល់ប៊ីលៀននិងកងកម្លាំងរាប់ពាន់នាក់ដើម្បីប្រតិបត្តិការទៅសង្គ្រោះឬក៏រំដោះពីលុតរបស់គេចេញពីសមរភូមិសត្រូវដែលគេមានខ្លឹមសារមួយគេថាគេមិនទុកឲ្យយុទ្ធមិត្តរបស់គេនៅក្នុងសមរភូមិតែម្នាក់ឯងជាដាច់ខាតអញ្ចឹងគេថាម៉េចគេថា never left everyone behind គេនិយាយថាអញ្ចឹងណាអញ្ចឹងគេអត់ទុកចោលទេគេត្រូវតែរកវិធានការដើម្បីទៅរំដោះក៏ប៉ុន្តែនៅក្នុងករណីយើងនេះលោកប្រធានកម្មសខាជាប់ទោសជាប់ចោទជាប់គុកឃុំឃាំងយើងនិយាយខ្ញុំឃើញយើងនិយាយមាននិយាយខ្លះមែនក៏ប៉ុន្តែជាវិធានការជាការអនុវត្តនៅផែនការដើម្បីទៅរំដោះសូម្បីតែទៅរំដោះសង្គ្រោះជាតិនេះមកដល់ថ្ងៃនេះក៏ខ្ញុំមិនទាន់ឃើញសកម្មភាពណាមួយដែលវាជាដំកំពូលណាក៏ប៉ុន្តែបើទោះជាចោលច្រកឬក៏គ្មានវិធីកំណត់ខ្លះដែលយើងធ្លាប់និយាយគ្នាថាចំណាត់ការផ្លូវច្បាប់គឺជាមធ្យោបាយមួយដើម្បីប្រសិទ្ធភាពយើងក៏ដឹងដែរថាហ៊ុនសែនខ្លាចអន្តរជាតិហ៊ុនសែនខ្លាចសម្ពាធរបស់បរទេសហ៊ុនសែនត្រូវការពឹងពាក់អន្តរជាតិដើម្បីបន្តបេសកកម្មនយោបាយនិងអំណាចរបស់គាត់ដូច្នេះបើយើងដឹងថាអន្តរជាតិមិនបាននៅជាមួយហ៊ុនសែនទេប៉ុន្តែអន្តរជាតិគេនៅជាមួយនឹងអ្នកតស៊ូតែកន្លងមកយើងបានឃើញចំណាត់ការនិងវិធានការណាមួយដែលអ្នកតស៊ូហ្នឹងបានប្រើប្រាស់ធនធានអន្តរជាតិហ្នឹងណា
សម្រាប់ទៅរំដោះសង្គ្រោះជាតិមកវិញសម្រាប់ទៅជួយរំដោះលោកប្រធានគណៈបកមកវិញឬក៏ដើម្បីស្ដារនៅលទ្ធិប្រជាធិបតេយ្យឲ្យទៅជារូបវន្តពិតប្រាកដមានដែរឬក៏យ៉ាងណាខ្ញុំមិនដឹងថាឋានការអស់លោកមានប៉ុណ្ណាទេក៏ប៉ុន្តែក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំដែរក្នុងនាមខ្ញុំជាសកម្មជនដែរក្នុងនាមខ្ញុំជាអ្នករួមជីវភាពនយោបាយក្នុងគណៈបកនេះដែរពួកយើងទាំងអស់គ្នាអត់ដែលឃើញទស្សនវិជ្ជានិងឋានការទាំងអស់ដូច្នេះខ្ញុំសួរទៅវិញថាតើយើងធ្វើអីទៀតឬក៏យើងសុខចិត្តទុកពេលវេលានេះកំដៅឲ្យហ៊ុនសែនគ្រប់គ្រងអំណាចតាមរបៀបផ្ដាច់ការតទៅទៀតឬក៏យ៉ាងណាអានោះខ្ញុំសួរអញ្ចឹងណាការទៅពឹងពាក់អន្តរជាតិទៅពឹងពាក់របៀបណាមិនមែនទៅពឹងពាក់តាមរយៈទៅធ្វើបាតកម្មមនុស្ស2 3នាក់នៅមុខវិមានអនុស្សាវរីយ៍ឬក៏សេញ៉ាត់មួយសន្លឹកដែលមានអ្នកចុះហត្ថលេខាតែ4 10 20នាក់មិនមែនរូបភាពហ្នឹងទេតើយើងមានយន្តការផ្សេងទៀតទេយន្តការផ្លូវច្បាប់យើងមានហើយទៅដែរដោយករណីខ្លះដែលតាក់ទងជាមួយនឹងអង្គើខេត្តកម្មតាក់ទងជាមួយនឹងយើងហៅថាភូមិសាស្ត្រនយោបាយរឿងទាំងអស់នេះសុទ្ធតែជាកត្តាដែលអំណោយផលឲ្យអ្នកប្រឆាំងសម្រាប់យកវាមកធ្វើជាមូលដ្ឋានសម្រាប់យកទៅដោះស្រាយបញ្ហាកម្ពុជាក៏ប៉ុន្តែរឿងទាំងអស់ហ្នឹងមានអ្នកណាយកមកធ្វើផែនការយុទ្ធសាស្ត្រសម្រាប់ប្រតិបត្តិការទេមានការរៀបចំនិងរួបរวมកម្លាំងនិងចែកតួនាទីការទទួលខុសត្រូវទៅលើក្រុមការងារណាដើម្បីទទួលបន្ទុកផ្នែកណាទេអត់ទេខ្ញុំឃើញតែដើរនិយាយប៉ោចប្រជុំចៃយោ10 ឆ្នាំបាទរឿងទាំងអស់នេះណាបើខ្ញុំមិននិយាយនៅទីនេះអ្នកណានិយាយខ្ញុំក៏ចង់ឃើញអ្នកដទៃនិយាយដែរពីព្រោះបញ្ហានៅទីនេះមិនមែនជាបញ្ហារបស់ខ្ញុំទេវាគឺជាបញ្ហារបស់ជាតិសាសន៍របស់យើងវាគឺជាបញ្ហារបស់អនាគតប្រទេសយើងហើយវាក៏ជាបញ្ហារបស់កូនចៅយើងចំនួនក្រោយដែរប៉ុន្តែបើសិនជាយើងនៅតែធ្វើនយោបាយរបៀបដូចដល់ថ្ងៃនេះណាតើយើងទៅសង្ឃឹមអីដើម្បីរំដោះកម្ពុជាឬក៏អ្នកខ្លះថាទៅរំដោះកម្ពុជាពីដៃហ៊ុនសែនទៅរំដោះរបៀបណាបើគ្មានសកម្មភាពអីផងហ្នឹងទៅរំដោះតែលើ Facebook ណាដោយចំណាត់ការខ្លះយើងដឹងថារបបក្រុងភ្នំពេញកំពុងតាក់ទិនជាមួយនឹង Cyber Scam ពិភពលោកកំពុងតែយកយើងហៅថាដាក់បន្ទុកទៅលើកម្ពុជាឲ្យទទួលខុសត្រូវចំពោះបញ្ហា Cyber Scam ប្រទេសជិតខាងរបស់យើងគេបានធ្វើអន្តរាគមន៍ខ្លាំងដើម្បីរកលទ្ធភាពផ្ដួលរំលំឬក៏បោសសម្អាត Cyber Scam ក៏ប៉ុន្តែគណៈបកប្រឆាំងទាំងនៅក្នុងនិងក្រៅប្រទេសតើបានចេញទៅសហការជាមួយនឹងបណ្ដាប្រទេសទាំងអស់ហ្នឹងដើម្បីជួយបោសសម្អាត Cyber Scam នៅក្នុងប្រទេសកម្ពុជាដែរឬក៏យ៉ាងណាមិនត្រឹមតែមិនបានទៅជួយក្នុងការធ្វើសកម្មភាពបោសសម្អាតយើងថែមទាំងទៅបង្កើតសត្រូវជាមួយនឹងប្រទេសទាំងអស់ហ្នឹងថែមទៀតក៏មានដែរដូច្នេះរឿងទាំងអស់នេះណាបងប្អូនខ្ញុំចង់ឲ្យអ្នកនយោបាយឆ្លើយខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋសួរទៅអ្នកនយោបាយថាតើត្រូវធ្វើរបៀបណាទៀតជាក់ស្ដែងដូចជាករណីដែលយើងឃើញយើងហៅថាមានផុសតាំងមានមូលដ្ឋានដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ទៅលើបុគ្គលមួយចំនួនជាពិសេស16នាក់មកពីប្រទេសកម្ពុជាដែលសុទ្ធតែជាសាច់ញាតិហើយនឹងក្រុមអេលីតរបស់រដ្ឋាភិបាលក្រុងភ្នំពេញប៉ុន្តែ16នាក់ហ្នឹងខ្ញុំនិយាយមកដល់ថ្ងៃនេះណាបងប្អូនខ្ញុំនិយាយយូរហើយក៏ប៉ុន្តែមកដល់ថ្ងៃនេះរាប់ខែហើយវាគ្មានចំណាត់ការណាវាគ្មានផែនការណាវាគ្មានក្រុមណាទទួលខុសត្រូវថាតើត្រូវធ្វើយ៉ាងណាដើម្បីជំរុញឲ្យសហរដ្ឋអាមេរិកហ្នឹងណាបន្ថែមសម្ពាធឬក៏ដាក់វិធានការក្តៅទៅលើក្រុមហ៊ុនទាំងអស់ហ្នឹងបុគ្គលទាំងអស់ហ្នឹងហើយនឹងពួកអាជីវករដែលជាប់តាក់ទិនជាមួយនឹងខ្សែស្រឡាយរបស់អ្នក16នាក់ហ្នឹងមានទេមានផែនការមានសកម្មភាពទេខ្ញុំធ្លាប់សួរក៏ប៉ុន្តែខ្ញុំសួរទៅវាគ្មានចម្លើយតែផ្ទុយទៅវិញមានតែគ្នាយើងទេដែលជាសកម្មជនខ្លះគាត់ចេះតែឆ្លើយថាគេធ្វើហើយខ្ញុំចេះតែសួរដេញដោលថាគេនឹងអ្នកណាធ្វើនៅឯណាធ្វើនៅពេលណាសំណុំរឿងហ្នឹងលេខប្រមាណប្តឹងនៅតុលាការណាវាអត់មានចំណុចនេះហើយបានជាខ្ញុំមិនហ៊ានដើររំលងអំណាចរដ្ឋបាលរបស់អស់លោកពីព្រោះខ្ញុំគ្មានអំណាចហើយចេះតែបណ្ដោយពេលវេលាពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំអនាគតទៅរឿងទាំងអស់នេះវានឹងសាបរលាបនេះគឺជាអ្វីដែលខ្ញុំស្នើឲ្យអ្នកនយោបាយពិចារណាឬក៏លោកអត់មានសមត្ថភាពបើអត់មានសមត្ថភាពរកអ្នកដែលមានសមត្ថភាពជួយផងពីព្រោះលោកល្បីលោកខ្លាំងលោកជាអ្នកដែលមានអំណាចរដ្ឋបាលគួរណាស់តែរកមនុស្សធ្វើមិនមែនត្រូវនាំពួកយើងមកដេកចាំផ្សងសំណាងមិនដឹងជាជោគជ័យនឹងវាធ្លាក់មកដល់នៅថ្ងៃណាឬក៏រហូតដល់ពួកយើងទាំងអស់គ្នាហ្នឹងស្លាប់ដាច់ពុយអស់ក៏មិនដឹងឬក៏យ៉ាងណា16នាក់ហ្នឹងណាគ្រាន់តែសហរដ្ឋអាមេរិកចាត់វិធានការហើយនឹងស្រាវជ្រាវរកអំពើឆោបោកឬក៏ការលាងលុយក៏ខ្វក់នៅក្នុងសហរដ្ឋអាមេរិកយើងមានព័ត៌មានខ្លះដូចជាក្រុមហ៊ុនជាច្រើនបានបដូរយុទ្ធសាស្ត្រពីការលាងលុយcrypto coin ស្អីទាំងអស់ហ្នឹងណាប៉ុន្តែគេមកទិញ McDonald គេមកទិញ Costco គេមកទិញ Walmart ហើយគេមកទិញ Starbucks គេទិញគេហៅស្អីភាគហ៊ុន
ដើម្បីសម្អាតលុយរបស់គេហ្នឹងដើម្បីយកលុយរបស់គេហ្នឹងមកកំទេចប្រជាធិបតេយ្យហើយនឹងបំផ្លាញប្រទេសជាតិរបស់យើងក៏ប៉ុន្តែពួកយើងអត់មានអ្នកណាធ្វើកិច្ចការហ្នឹងទេសូម្បីតែក្រុមហ៊ុនរបស់ហ៊ុនស៊ីណាតដែលកំពុងតែប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងស្រុកអាមេរិកនេះក៏គ្មានអ្នកណាហ៊ានរាយការណ៍ហ្នឹងផ្ដល់ព័ត៌មានទៅដល់ FBI ដើម្បីឲ្យគេស៊ើបអង្កេតថាលុយទាំងអស់ហ្នឹងគឺជាប្រភពរបស់ហ៊ុនសែនដែលកំពុងតែមកលាងនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងប្រទេសកាណាដាហើយនៅក្នុងអូស្ត្រាលីជាដើមឡើងឡើងហើយដូចជាករណីដែលគេចាប់ crypto coin របស់ crypto coin របស់ស្អី Chelsea ហ្នឹងនៅប្រទេសចក្រភពអង់គ្លេសហ្នឹងមានអ្នកនយោបាយណាបានផ្ដល់ព័ត៌មានបានរាយការណ៍និងបានបង្កសំណុំរឿងហ្នឹងប្តឹងទៅប្រទេសអង់គ្លេសយើងណាខ្ញុំនិយាយតាមត្រង់យើងគ្មានភាគចំណែកទេគ្មានភាគចំណែកនៅក្នុងប្រតិបត្តិការហ្នឹងទេក៏ប៉ុន្តែនៅពេលដែលយើងឃើញព្រឹត្តិការណ៍ហ្នឹងហើយយើងគួរណាស់តែយករឿងទាំងអស់ហ្នឹងមកធ្វើជាឧបករណ៍ក្នុងការស្វែងរកជនខិលខូចដទៃទៀតដែលកំពុងតែលាក់ខ្លួននិងលាក់អាជីវកម្មនៅក្នុងប្រទេសរីកចម្រើននៅក្នុងសហគមន៍អឺរ៉ុបហ្នឹងយកមកធ្វើជាមូលដ្ឋានដើម្បីសង្កត់ទៅរបបក្រុងភ្នំពេញឲ្យផ្លាស់ប្ដូរជំហរនិងអេរយាប័តនយោបាយតែទៅវិញយើងអត់មាននិយាយរឿងហ្នឹងផងណានេះបើយើងចង់ដូរហ៊ុនសែនដូររបៀបណាយើងមានកម្លាំងអីទៅបដូរមានតែអំណាចអន្តរជាតិហើយនឹងកិច្ចសហប្រតិបត្តិការពីបរទេសហ្នឹងទេដែលយើងអាចធ្វើបានកុំចេះតែនិយាយដូចជាករណីប្រទេសថៃយើងដឹងថាមិនមែនតែយឹមលាក់មិនមែនតែ Ben Smith មិនមែនតែកុកអានមិនមែនតែលីយ៉ុងផាត់ហើយមិនមែនតែស្អីមួយទៀតដូចមេបញ្ជាការហ្នឹងណាដូចទាបាញ់អីសុទ្ធតែមានសញ្ជាតិថៃសុទ្ធតែមានមុខរបរនិងអាជីវកម្មពេញប្រទេសថៃប៉ុន្តែបច្ចុប្បន្ននេះណាយើងឃើញថាគេកំពុងតែ freeze គេហៅស្អីបង្កកណាគេកំពុងតែបង្កកទ្រព្យសម្បត្តិរបស់យឹមលាក់គេកំពុងតែបង្កកទ្រព្យសម្បត្តិរបស់ Ben Smith ក៏ប៉ុន្តែសួរថាអំណាចនិងលទ្ធភាពទាំងអស់ហ្នឹងវាកើតចេញពីយើងជាអ្នកចាប់ផ្ដើមឬក៏នោះគឺជាចំណាត់ការរបស់ប្រទេសថៃហើយករណីដទៃទៀតដោយកប់អានក៏មានសញ្ជាតិថៃលីយ៉ុងផាត់ក៏មានសញ្ជាតិថៃទាបាញ់ក៏មានសញ្ជាតិថៃចុះយើងក្នុងនាមគណៈបព្វប្រឆាំងបានសុំកិច្ចសហការដើម្បីឲ្យប្រទេសថៃចាប់ពួកអក្រិតជនហ្នឹងដើម្បីយកមកប្រាន់ទៀតទៅបានធ្វើទេឬក៏យើងរងចាំមើលតែគេធ្វើទៅហើយយើងចាំយើងហៅស្អីជោគជ័យធ្លាក់ពីលើមេឃតាមសមាជីវោឬក៏គេហៅថាជាគេហៅឱកាសនិយមបើគេព្រួលគេចាប់ពួកក្រុមហ្នឹងបានយើងសាច់ជ័យយកទៅក៏ប៉ុន្តែយើងអត់មានឋានការអីផងហ្នឹងចាបងប្អូនចំណុចនេះដែលខ្ញុំចង់យកមកនិយាយដើម្បីចែករំលែកថាតើយើងត្រូវធ្វើអីខ្លះដើម្បីដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជាសូមទោសបងប្អូនខ្ញុំអត់បានមើល comment របស់បងប្អូនជាប់មកបន្តិចប៉ុន្តែឥឡូវខ្ញុំមើល comment របស់បងប្អូនបន្តិចសិនបងប្អូនស្វាគមន៍បងប្អូនទាំងអស់គ្នាសូមទោសខ្ញុំមិនបានស្វាគមន៍បងប្អូនទាំងអស់គ្នាឥឡូវខ្ញុំសូមមើលបង Simon មុនគេបាទបង Simon ថាវាជាឱកាសល្អណាស់ដែលក្រុមអ្នកច្បាប់យើងហ្នឹងគួរតែបង្ហាញមកវាហ្នឹងហើយបច្ចុប្បន្ននេះយើងមានក្រុមអ្នកច្បាប់ដែលកំពុងតែការពារក្តីលើប្រធានកម្មការនៅក្នុងស្រុកហើយក្រុមអ្នកច្បាប់នៅក្នុងស្រុកខ្ញុំជឿថានោះគឺជាគណៈមេធាវីដែលគាត់ទទួលបន្ទុកករណីឬក៏សំណុំរឿងហ្នឹងគាត់មានព័ត៌មានច្រើនណាស់សម្រាប់យើងមកប្រើក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ស្នើហ្នឹងណាមិនមែនតែក្រុមមេធាវីឬក៏ក្រុមអ្នកច្បាប់នៅក្រៅប្រទេសទេយើងត្រូវសហការជាមួយនឹងបណ្ដាប្រទេសនានាដែលជាហត្ថលេខីឬក៏អ្នកដែលគេតែងតែជួយយើងដោយយើងបានឃើញហើយសហរដ្ឋអាមេរិកនៅពេលដែលរបបក្រុងភ្នំពេញចាប់ប្រកាន់ថាលោកប្រធានកម្មការមានជាប់សន្តិទ្ធភាពជាមួយនឹងសហរដ្ឋអាមេរិកកាលសម័យហ្នឹងគឺជាអាណត្តិរបស់ Donald Trump ដែរមិនអញ្ចឹងទេ Donald Trump បានចេញសេចក្តីថ្លែងការណ៍មួយឬក៏លិខិតថ្លែងការណ៍មួយថាសហរដ្ឋអាមេរិកមិនមានការនៅពីក្រោយខ្នងរបស់ក្រុមណាដើម្បីផ្ដួលរំលំរដ្ឋាភិបាលណាទេគឺគេប្រកាសច្បាស់ហើយយើងបានយកអាលក្ខខណ្ឌហ្នឹងបានទៅប្តឹងអង្គការសហប្រជាជាតិតាក់ទងជាមួយនឹងការរំលោភសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋខ្មែរការរំលាយគណៈបករបស់ពលរដ្ឋខ្មែរដែលគណៈបកហ្នឹងមានលក្ខខណ្ឌស្របច្បាប់នៅលើឆាកអន្តរជាតិហើយនៅក្នុងប្រទេសណាយើងដែលបានយករឿងទាំងអស់ហ្នឹងទៅប្តឹងទៅជម្រាបគេដើម្បីឲ្យគេជួយចាត់វិធានការណាទេវាអត់មាន8ឆ្នាំ9ឆ្នាំកន្លងមកនេះវាអត់ឃើញខ្ញុំឃើញអ្នកដើរនិយាយក៏ប៉ុន្តែជាបណ្ដឹងផ្លូវការវាអត់មានទាំងអស់នេះហើយដែលខ្ញុំគិតថាតើអ្នកនយោបាយហ្នឹងធ្វើនយោបាយគ្រាន់តែចេះតែឃោសនាឬក៏យើងរងចាំតែឱកាសណាដែលវាហុចឲ្យយើងយកប៉ុន្តែយើងមិនបានទៅយកឱកាសហ្នឹងដើម្បីអនុវត្តដើម្បីធ្វើកិច្ចការសម្រាប់ការពារផលប្រយោជន៍របស់ពួកយើងណាបងប្អូនខ្ញុំមើល comment បងប្អូនបដាចាbonjour Boris
Ồ, bằng con khang parang mới ra này, bằng con khang parang mới ra này. À còn ta mai nơi chọn xếp đã đại lên đời bia cha đời bia cái thả mày nè. Đã ngay bọn mời đấy xem mình đã ngay xem mình hiện thả thì vận tải bà ở xem thả có xem thả đây cho bọn đấy. Nắng xem khơi chạm mơ ngày mốt có vậy mà chẳng cái nắng xem an mà tệ rồi chạm mơ ngày mốt cái có thật cái nạp bạc phải sang rồi ngày đến thôi thì bài hai an kê đấy nè hai ai tới vì ắt liên mô là tham na môi ai xem vậy này thì đấy xem mình thay cái nạp bạc phải sang môi ná đây bị cô mà nó nơi không cái nạp bạc phải sang chán nè ai xem luôn ấy có cái nạp bạc phải sang đấy có phần tay vậy được xem vậy này thì đấy đây sao xem vì ăn miên âm nãy đó ta bảo nào môi đầm bay điệp trong cho ta xa hai nắng chẳng ở fra thì bạc ca thế à vậy được xem trong vậy này thì đấy xem trong vậy ta tai này đại miên âm nãy đó ta bảo nè rồi bao cái nạp bạc phải sang ni nè thế ấy đấy có để chăm ao yun lên Campuchia với nước nông pe na mối ắt lấy đi mong vợ ắt lấy đi thái là ca kê lên từ đây không ai á mình men 500 mà con 9 tới 74នេះបងប្អូនទាំងអស់គ្នាតើអានប្រវត្តិសាស្ត្រមកហេតុតានៃការឈ្លានពាននឹងដំណើរឆ្ពោះទៅទិសខាងលិចរបស់យួនណាមិនមែនកើតឡើងនៅឆ្នាំ79ទេហើយផែនការនឹងយុទ្ធសាស្ត្រនឹងអ្វីដែលជាមហិច្ឆតារបស់គេណារាប់សតវត្សមកហើយតើបីខ្ញុំធ្លាប់អានឯកសារខ្លះថាតាំងពីសតវត្សទី17និយាយមែនតើតាំងជា300-400ឆ្នាំមុនណាក៏គេបានព្យាយាមលេបកម្ពុជានឹងហើយក៏ប៉ុន្តែវាគ្រាន់តែត្រង់ថាពេលវេលាហើយនឹងឱកាសដែលអំណោយផលវាមិនល្អដូចបច្ចុប្បន្នទេដែលបច្ចុប្បន្ននេះយើងទាំងអស់គ្នាក៏មើលឃើញដែរថាយួនសឹងតែនៅគ្រប់សរសៃឈាមនៃប្រទេសកម្ពុជាហើយទាំងអំណាចសេដ្ឋកិច្ចនយោបាយរដ្ឋបាលសាធារណៈសង្គមកិច្ចគ្រប់យ៉ាងរហូតដល់កងកម្លាំងយោធាអីហ្នឹងណាហើយខ្ញុំមិនអាចនិយាយថាយួនទាំងអស់ទេក៏ប៉ុន្តែអំណាចប្រតិបត្តិការនិងអំណាចបញ្ជាការវានៅក្នុងកណ្ដាប់ដៃយួនហើយដូច្នេះយើងនៅសល់តែមួយទៀតទេគឺកម្លាំងនៃការក្រោកឈរដើម្បីប្រឆាំងជាមួយនឹងអំណាចរដ្ឋបាលហើយអាកម្លាំងនៃការក្រោកឈរនេះវាត្រូវតែរៀបចំជាប្រព័ន្ធដើម្បីធ្វើវាបើយើងនាំគ្នានៅហៃអើដោយរាល់ថ្ងៃនេះខ្ញុំស្មានទៅពួកខ្ញុំក៏ចាស់ហើយដែរប៉ុន្តែអ្នកនយោបាយដែលជាមេដឹកនាំចំនួនខ្ញុំនេះណាចាស់ជាងខ្ញុំ4 10 20ឆ្នាំអញ្ចឹងខ្ញុំមិនជឿថាពួកគាត់នឹងអាចរស់បាន100ឆ្នាំនេះទេដូចខ្ញុំឃើញលោកបនចន្ទលសរសេរមកអញ្ចឹងណាដំណាក់កាលនេះអ្នកនយោបាយអិសរាជជនទាំងប្រមាណអ្នកហ្នឹងដែលនៅក្នុងយើងហៅថាខ្សែមុខឬក៏ជួរមុខរបស់នយោបាយខ្មែរណា3-4អ្នកហ្នឹងមិនមែននៅបន្តបេសកកម្មដើម្បីយកឈ្នះនយោបាយនៅក្នុងលក្ខខណ្ឌណាមួយទេប៉ុន្តែឥឡូវនេះកំពុងតែប្រកួតប្រជែងគ្នាថាតើរស់បានប្រហែលឆ្នាំទៀតដើម្បីធ្វើនយោបាយខ្ញុំមើលឃើញអញ្ចឹងរស់បានប្រហែលឆ្នាំទៀតដើម្បីធ្វើនយោបាយហើយបើសិនជាអស់លោកមិនដឹងថាខ្លួនឯងនឹងរស់បានប្រហែលឆ្នាំទៀតទេតើទុកពេលវេលានេះកំដរចាំថ្ងៃងាប់ឬក៏ទុកឲ្យកម្ពុជានឹងរលាយបាត់ពីផែនទីពិភពលោកដោយអ្វីដែលជាការព្រួយបារម្ភរបស់ពួកយើងតើថ្ងៃនេះកម្ពុជានឹងអស់មនុស្សដើម្បីការពារប្រទេសនិងក្រោកឈរដើម្បីតស៊ូរើបំរាននឹងហើយឬក៏យ៉ាងណាឬក៏អត់មានមធ្យោបាយណាទេមធ្យោបាយដែលខ្ញុំតែងតែនិយាយរាល់ថ្ងៃនេះណាសូម្បីតែថ្ងៃនេះដែលខ្ញុំនិយាយអំពីលក្ខខណ្ឌផ្លូវច្បាប់សម្រាប់តស៊ូនៅក្នុងសមរភូមិនយោបាយមួយនេះក៏ជាដំណោះស្រាយមួយដែរប៉ុន្តែខ្ញុំសួរថាតើអ្នកនយោបាយមានគំនិតនេះក្នុងការប្រើប្រាស់វាជាមធ្យោបាយក្នុងការរើបំរាយឬក៏ប្រាប់ខ្ញុំថាអត់មានលទ្ធភាពរៀបចំកម្លាំងនឹងទេបើសិនជាយល់អញ្ចឹងមែនប្រកាសមកមានអ្នកមានសមត្ថភាពមានអ្នកមានលទ្ធភាពពីព្រោះប្រទេសកម្ពុជានេះគេមិនហ៊ានដើររំលងនៃការបែកបាក់គ្នាតទៅទៀតគេយល់ឃើញថាបើទៅបង្កាត់ក្រុមណាទៀតវាបែកបាក់តទៅទៀតហើយអាការបែកបាក់នេះគឺជាការបំផ្លាញកម្លាំងរបស់ខ្លួនឯងប៉ុន្តែអ្នកដែលមានអំណាចហ្នឹងហេតុអីបានជាមិនធ្វើកិច្ចការនេះឬក៏ចេតនាបិទមាត់ពួកយើងចងដៃចងជើងពួកយើងដេកស្លាប់នៅក្នុងវាលសន្និវិទមួយនេះឬក៏យ៉ាងណាចង់យកពួកយើងជាអ្នកជាតិនិយមទាំងអស់គ្នានេះឲ្យស្លាប់ដូចនៅក្នុងករណីប្រវត្តិសាស្ត្រប្រទេសចិនណានៅពេលដែលស្ដេចស្លាប់ទៅណាគឺយកកងទ័ពនិងយកកម្លាំងទាំងអស់គ្នាទៅកប់នៅក្នុងរូងភ្នំជាមួយគ្នាចង់ធ្វើរបៀបហ្នឹងបានជាអ្នកនយោបាយអត់ធ្វើអីសោះទុកឲ្យអ្នកតស៊ូទុកឲ្យអ្នកនយោបាយទុកឲ្យអ្នកដែលកំពុងតែចង់ធ្វើការរើបំរាស់ហ្នឹងណាអត់មានលទ្ធភាពរើដោយសាររើទៅជជែកគ្នាទៅខុសអំពីបំណងរបស់មេដឹកនាំគេថាយើងនឹងក្បត់បាក់គេថាយើងនឹងបំបែកកម្លាំងគេថាយើងមិនស្មោះត្រង់ដូច្នេះយើងនាំគ្នាអត់ធ្មត់រហូតដល់9ឆ្នាំ10ឆ្នាំហើយអត់ឃើញសកម្មភាពអីតើពួកយើងអត់ធ្មត់ដល់ណាទៀតខ្ញុំសួរតែអ្នកនយោបាយតើឲ្យពួកយើងអត់ធ្មត់ដល់ណាទៀតបងក៏វិញគាត់ថាអញ្ចឹងកំហុសគឺមកពីមេបកដឹកនាំមេដឹកនាំបកមិនព្រមទទួលយកគំនិតរបស់អ្នកបច្ចេកទេសមកប្រើអាហ្នឹងមតិរបស់បងក៏វិញណាខ្ញុំក៏ឯកភាពបងបើសិនជាមេបកមានគំនិតធ្វើគ្មានអ្នកណារិះគន់ទេហើយការដែលនិយាយរិះគន់នៅទីនេះមិនមែនជារឿងបំផ្លាញទេក៏ប៉ុន្តែចង់ថា
តើអស់លោកទុកឲ្យខ្មែរទូទាំងនគរហ្នឹងណារងចាំវិនិច្ឆ័យអន្តរាយតាមអាយុកាលរបស់លោកដែរឬក៏យ៉ាងណាហេតុអីបានជាយើងមិនព្រមរកដំណោះស្រាយសំណួរគឺនៅកន្លែងហ្នឹងហេតុអីបានជាយើងអត់ធ្វើហើយបើសិនជាយើងអត់ធ្វើបើគេចោទថាយើងធ្វើនយោបាយកំដរហ៊ុនសែនដើម្បីបំរើឲ្យយួនលើទឹកដីកុំខឹងជាមួយគេពីព្រោះចរន្តវាទៅផ្លូវហ្នឹងមេដឹកនាំដែលនៅខ្ពស់ជាងខ្ញុំ3 4នាក់ទៀតប្រហែលថ្ងៃប្រហែលខែប្រហែលឆ្នាំនេះមានគោលនយោបាយអីដែលធ្វើឲ្យយើងអាចដើរទៅបានពីព្រោះយើងអត់ឃើញធ្វើអីទេដល់ថ្ងៃពួកយើងមិនមែនសប្បាយទេណាពួកយើងនៅក្រៅប្រទេសអ្នកខ្លះអស់លុយអស់កាក់បែកបាក់ប្រពន្ធកូនប្តីស្អីពួកយើងមិនមែនសប្បាយទេហើយការដែលយើងលះបង់គ្រប់យ៉ាងបែកបាក់ទាំងអស់នេះគឺដោយសារស្មារតីជាតិហ្នឹងឯងបងប្អូនខ្លះដែលនៅក្នុង live show របស់ខ្ញុំក៏ដោយអ្នកដែលតាមដានមើល clip ក៏ដោយបងប្អូនខ្លះណាគាត់ប្រាប់ថាគាត់នឹងអាយុ80ប្លាយហើយនិយាយមកស្អកស្អកនេះព្រួយបារម្ភខ្លាចមិនបានឃើញពន្លឺនៃការប្រែប្រួលឬក៏ការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងប្រទេសកម្ពុជាគាត់ចង់ឃើញតែប៉ុណ្្នឹងទេគាត់អត់ចង់បានអំណាចគាត់អត់ចង់បានផលប្រយោជន៍អត់ចង់បានតួនាទីពួកខ្ញុំក៏ដូចគ្នាដែរយើងគ្មានត្រូវការអំណាចគ្មានត្រូវការផលប្រយោជន៍តួនាទីស្អីទេប៉ុន្តែចង់ឲ្យកម្ពុជាយើងវារួចផុតពីអំពើឈ្លានពានសម្ងាត់ដែលគេកំពុងតែលេបយើងបើពួកគេទាំងអស់គ្នាពួកអ្នកមកតស៊ូពួកអ្នកនិយាយដូចខ្ញុំនេះគេចង់បានផលប្រយោជន៍នេះដូចសកម្មជនបច្ចុប្បន្ននេះដែលកំពុងតែរត់ទៅចោះចូលជាមួយគណៈបកប្រជាជនអីហ្នឹងណាអាហ្នឹងគេស្វែងរកផលប្រយោជន៍នឹងលេបសការៈក៏ប៉ុន្តែពួកយើងមិនមែនហ្នឹងពួកយើងចេះតែខំរកលទ្ធភាពគ្រប់យ៉ាងថាតើយើងធ្វើយ៉ាងណាដើម្បីឲ្យកម្លាំងខ្មែរសាមគ្គីគ្នារកលទ្ធភាពមកបង្រួបបង្រួមគ្នាបើទៅជានៅក្នុងយុទ្ធសាស្ត្រខ្លះដូចខ្ញុំធ្លាប់និយាយថាហេតុអីបានជាយើងមិនអាចធ្វើសមារណកម្មនយោបាយដូចគ្នាអាចបញ្ចូលគ្នានៅពេលដែលយើងមានបេសកកម្មដូចគ្នាគឺវាតាក់ទងជាមួយនឹងអា ego ហ្នឹងវាតាក់ទងជាមួយនឹងភាពអាត្មានិយមពាក្យតាក់ទងជាមួយនឹងអំនួតតាក់ទងជាមួយនឹងមានតែអញអីចឹងណាដោយអស់លោកដែលនៅកំពុងតែដឹកនាំគណៈបកប្រឆាំងរាល់ថ្ងៃហ្នឹងណាគ្មានអ្នកណាខ្លាំងជាងអញគ្មានអ្នកណាល្បីជាងអញគ្មានអ្នកណាមានប្រជាប្រិយភាពជាងអញរហូតដល់រយៈពេល4 10ឆ្នាំនេះគឺអត់បានធ្វើអីផងហ្នឹងលងតែជាមួយនឹងអំនួតលងតែជាមួយនឹងអា ego លងតែជាមួយមោទនភាពប៉ុន្តែប្រទេសចង់លាយហើយប្រជាពលរដ្ឋនឹងយំរាល់ថ្ងៃសង្គ្រាមក៏កើតឡើងនៅទីនោះសេដ្ឋកិច្ចក៏ជួបវិបត្តិនៅពេលនោះប្រជាពលរដ្ឋបាត់ទឹកបាត់ដីក៏នៅទីនោះហើយអ្នកនយោបាយនៅតែជ័យយកនៅហ្នឹងខ្ញុំនិយាយនៅទីនេះខ្ញុំមិនមែនថាចេតនាទៅបង្អាប់អ្នកណាទេក៏ប៉ុន្តែវាឃើញទស្សនវិជ្ជាហ្នឹងក្នុងនាមបញ្ញវន្តម្នាក់បើសិនជាខ្ញុំឃើញរបៀបហ្នឹងហើយខ្ញុំចេះតែចង់មាត់សំងំសពទៅណាខ្ញុំធ្វើបានដោយបញ្ញវន្តដតីទៀតគេមិននិយាយស្ដីហ្នឹងមិនមែនគេមិនដឹងទេក៏ប៉ុន្តែនិយាយទៅវាបានប្រយោជន៍ស្អីយើងមិនមែនចង់បានប្រយោជន៍ជាផលលៀបសការៈហ្នឹងទេក៏ប៉ុន្តែវាគ្មានអ្នកណាគេស្ដាប់យើងដូច្នេះហើយបានខ្ញុំចាំបាច់ត្រូវតែនិយាយហើយនិយាយនេះក៏ទុកជាប្រវត្តិសាស្ត្រដើម្បីឲ្យអ្នកដែលត្រូវសរសេរនឹងចងក្រងឯកសារចំនួនក្រោយៗឲ្យដឹងថាក្នុងទសវត្សរ៍ឆ្នាំ2020ហ្នឹងណាអ្នកនយោបាយទាំងអ្នកប្រឆាំងទាំងអ្នកកាន់អំណាចទាំងអ្នកណាទាំងអស់ឲ្យតែអ្នកនយោបាយគឺគ្មានស្មារតីជាតិនិយមសំបីតែបន្តិចពីព្រោះអត់ធ្វើអីដើម្បីប្រទេសផងហ្នឹងឃើញតែដណ្ដើមគ្នាអំពីតួឯកមោទនភាពអញនិយមផលប្រយោជន៍តែប៉ុណ្ណាបើសិនជាយើងគិតអំពីរឿងផលប្រយោជន៍ជាតិមែនណាគ្មានទំនាស់នយោបាយណារវាងលោកហ៊ុនសែនជាមួយនឹងគណៈបកប្រឆាំងនឹងមិនអាចនិយាយគ្នាបានទេក៏ប៉ុន្តែដោយសារទំនាស់ផលប្រយោជន៍បុគ្គលហ្នឹងមានអញអត់អញមានអញអត់ឯងអីជាដើមឡើងនឹងឡើងចឹងទៅបានប្រជាពលរដ្ឋខ្មែរមកដល់ដំណាក់កាលនេះហើយខ្ញុំនិយាយនៅទីនេះខ្ញុំជឿថាគ្មានអ្នកណានិយាយដូចខ្ញុំទេនៅលើបណ្ដាញសង្គមគ្មានអ្នកណានិយាយដូចខ្ញុំទេគេនិយាយពីរឿងជេហ៊ុនសែនគេនិយាយរឿងជេគណៈបកប្រឆាំងក៏ប៉ុន្តែខ្ញុំចង់ឲ្យខ្មែរទាំងអស់គ្នារកលទ្ធភាពដោះស្រាយបញ្ហាហើយបើលោកហ៊ុនសែនគាត់មានមិនព្រមរកលទ្ធភាពដើម្បីដោះស្រាយវិបត្តិនយោបាយមួយនេះយើងត្រូវតែរកលទ្ធភាពមួយដើម្បីទៅបញ្ចប់វិបត្តិមួយនេះថាតើត្រូវធ្វើដោយរបៀបណាខ្ញុំនិយាយគ្រប់គ្រាន់ហើយបងប្អូនម្នាក់អ្នកណាក៏ដោយអ្នកស្រាវជ្រាវក៏ដោយអ្នកបច្ចេកទេសក៏ដោយអ្នកយុទ្ធសាស្ត្រក៏ដោយគ្រាន់តែ scroll មើលអ្វីដែលខ្ញុំនិយាយមក2 3ខែនេះណាខ្ញុំនិយាយ3ខែជាប់គ្នាណាបងប្អូនខ្ញុំនិយាយអំពីដំណោះស្រាយ3ខែជាប់គ្នាឥឡូវអ្នកណាដែលមានពេលវេលាមកអង្គុយនិយាយ3 4ខែជាប់គ្នានិយាយអំពីដំណោះស្រាយនយោបាយហើយមិនមែនអ្វីដែលខ្ញុំនិយាយនេះវាហួសពីលទ្ធភាពយើងធ្វើទេក៏ប៉ុន្តែសំខាន់គឺពួកយើងអត់ធ្វើក៏ប៉ុន្តែនាំគ្នាតែបង្កើតតែក្រុមអ្នកនយោបាយក្រុមនេះក្រុមនោះបំបាច់ចោះបំបែកឡើងប្រជុំចោះប្រជុំឡើងហើយបានស្អីមកវិញនេះបងប្អូនខ្ញុំសូមអធិស្ឋានបើសិនជាខ្ញុំនិយាយថ្ងៃនេះទៅវាជ្រុលជ្រោះក៏ប៉ុន្តែខ្ញុំមិនអាចបណ្ដោយពេលវេលាពីព្រោះខ្ញុំក៏ដោយអស់លោកក៏ដោយបងប្អូននៅទីនេះក៏ដោយគ្មានអ្នកណាចង់ឲ្យប្រទេសយើងគ្រោះថ្នាក់ឯងហើយមកដល់ថ្ងៃនេះណាបងប្អូននៅតាមដានស្ដាប់អ្វីដែលជាបទអត្ថាធិប្បាយរបស់ខ្ញុំក៏ដោយបងប្អូននៅពេលក្រោយបងប្អូនបើកស្ដាប់ឮក៏ដោយបងប្អូនទាំងអស់គ្នាគ្មានមហិច្ឆតាគ្មានបំណងមកស្វែងរកផលប្រយោជន៍ជាមួយនឹងគណៈបកប្រឆាំងទេអ្នកដែលមកចូលរួមជីវភាពនៅក្នុងគណៈបកប្រឆាំងណាបើនិយាយការពិតទៅលះបង់អស់ហើយលះបង់តាំងពីធ្វើនៅមានឡានមានម៉ូតូមានផ្ទះសម្បែងមានទ្រព្យសម្បត្តិមានមុខរបរឥឡូវនេះអស់ហើយក៏
ក៏ប៉ុន្តែនៅក្នុងជួរគណៈបកប្រឆាំងនឹងដែរក៏មានអ្នកចូលមកធ្វើគណៈបកប្រឆាំងតាំងពីអត់មានអីសោះរហូតដល់មានវិឡាមានឡានមានមុខរបរអាហ្នឹងក៏មានដែរបងប្អូនពិចារណាមើលខ្លួនឯងទៅណារឿងទាំងអស់នេះខ្ញុំនិយាយនៅទីនេះគឺដើម្បីបង្ហាញថាពួកអ្នកលះបង់ដែលរត់ចោលសឹកចោលស្រែហ្នឹងណាអ្នកដែលជាប់គុកជាប់ច្បាប់ហ្នឹងណាគ្នាលះបង់ណាប៉ុន្តែគ្នានិយាយទាំងអស់នេះណាអត់ដែរយកទៅជាស្ដាប់ផងអ្នកមានអំណាចខ្ញុំនិយាយកន្លែងនេះបងប្អូនណាមានមតិអីថែមទៀតអាចនិយាយមកពោខ្ញុំមើលឃើញទាំងអស់ដោយករណីដោយគេចោទលើប្រធានកឹមសុខាថាក្បត់ជាតិក្បត់អីហ្នឹងអំណះអំណាងព័ត៌មានមូលដ្ឋានស្អីតែជាក់លាក់វាអត់មានផងហ្នឹងហើយយើងចិត្តតែនាំគ្នាទទួលយកហ្នឹងដែរហើយការដែលខ្ញុំសន្និដ្ឋានថាយើងនាំគ្នាទទួលយកពីព្រោះយើងអត់មានប្រតិកម្មអីមិនមែនបងប្អូននៅក្នុងប្រទេសទេព្រោះបងប្អូនក្នុងប្រទេសករណីរបៀបនេះបងប្អូនធ្វើអត់បានទេក៏ប៉ុន្តែអ្នកនៅក្រៅប្រទេសអ្នកស្នេហាជាតិនៅជុំវិញពិភពលោកបងប្អូនឃើញថាតើរឿងទាំងអស់នេះយើងអាចទទួលយកបានទេហើយបើយើងទទួលយកមិនបានតើយើងត្រូវធ្វើសកម្មភាពអីខ្លះខ្ញុំឃើញឥឡូវនេះញ៉ាត់បើសិនជាមានធ្វើញ៉ាត់ហ្នឹងមិនដឹងជាសញ្ញាប្រហែលនេះហើយមិនដឹងជាគេយកទៅពិចារណាយ៉ាងណាវាអត់កន្លែងខ្លះវាមិនមែនថាខ្ញុំមិនហ៊ានថាវាអត់បានកាយទេក៏ប៉ុន្តែគាត់ថាធ្វើធ្វើអីអាការងារដែលយើងត្រូវធ្វើមានសិទ្ធិភាពហើយយើងមិនធ្វើហើយដូចជារឿងមិនដឹង ICC ស្អីគេបើប្រទេសនៅក្នុងដៃរបស់ហ៊ុនសែនហើយយើងទៅធ្វើស្អីយើងហាត់អីបានជាមិនទៅយកអំណាចអធិបតេយ្យមកនៅក្នុងដៃយើងចាត់ចែងទៅយើងចង់ប្តឹងយើងចង់ដកយើងចង់សហការយើងមិនសហការរឿងរបស់យើងប៉ុន្តែថ្ងៃនេះមិនមែនមកនិយាយស្នើសុំឲ្យហ៊ុនសែនប្តឹងយើងទៅស្នើធ្វើអីក្រែងយើងមានអំណាចដែរតែអំណាចរបស់យើងទោះបីយើងមិនអាចប្តឹងហ៊ុនសែនបានមែនសំទោសយើងមិនអាចប្តឹង ICJ បានមែនក៏ប៉ុន្តែយើងអាចទៅរំដោះប្រទេសយើងដើម្បីយកអំណាចហ្នឹងមកប្តឹងចាំបាច់ទៅវល់គេទេមិនមែនហ៊ុនសែនមិនដឹងទេវាមានលក្ខខណ្ឌស្អីហើយបានជាហ៊ុនសែនមិនធ្វើនោះហើយយើងកុំតែនិយាយថាការដែលយើងជំរុញឲ្យហ៊ុនសែនទៅប្តឹងហ៊ុនសែនមិនទៅប្តឹងវាគឺជាកិត្តិយសវាគឺជាការបំផុសស្មារតីជាតិនិយមរបស់យើងគេដឹងថាពួកយើងជាតិនិយមហើយប៉ុន្តែឥឡូវនេះមិនមែនតែនិយាយរឿងហ្នឹងទេនិយាយពីរឿងរំដោះប្រទេសសិនខ្ញុំលើប្រហែលថ្ងៃនេះចេញអាឃ្លីបរំដោះហ្នឹងមករំដោះដោយរបៀបណាបើអត់មានផែនការអនុវត្តផងហ្នឹងដោយអយុធសាស្ត្រដេកផ្ទះឆ្នាក់ឯងខ្ញុំឃើញវាចោលតែមួយហើយអយុធសាស្ត្រផ្ការីកហ្នឹងខ្ញុំចោលតែខ្ញុំឃើញតែហើយឥឡូវយុទ្ធសាស្ត្ររំដោះហ្នឹងអ្នកណាអ្នករៀបចំយុទ្ធសាស្ត្រហ្នឹងហើយរំដោះរបៀបណាផ្ការីករបៀបណាមិនមែនមិនខ្លាំងទេណាយុទ្ធសាស្ត្រហ្នឹងវាល្អហើយក៏ប៉ុន្តែយន្តការនៃការអនុវត្តហ្នឹងគេធ្វើមិនធ្វើតែ2 3នាក់ហ្នឹងទេឬក៏ប្រជាពលរដ្ឋខ្មែរទូទាំងនគរត្រូវតែចូលរួមដែររបៀបណាហើយដើម្បីឲ្យយើងទាំងអស់គ្នាបានចូលរួមដែរយើងត្រូវធ្វើរបៀបណាមិនចេះតែថាបានទេណាបងប្អូនខ្លះក៏និយាយដែរថាលោកស្ដាប់និយាយស្រួលប៉ុន្តែធ្វើពិបាកបើធ្វើស្រួលអញ្ចឹងគេធ្វើយូរហើយបើសិនជាយើងដឹងថាវាធ្វើពិបាកហេតុអីបានជាយើងមិនជួយឲ្យគេមកជួយធ្វើយើងដើម្បីឲ្យវាងាយស្រួលខ្លះដូចយើងលើកឈើម្ដុំអញ្ចឹងណាជួនកាលឈើនឹងវាធំពេកយើងលើកអត់រួចទេក៏ប៉ុន្តែបើយើងមានកម្លាំងមហាសាមគ្គីវាលើករួចថ្មអង្គរវត្តនៅតែគេលើកយកទៅដាក់នៅលើកំពូលបានយើងគិតមើលវាមកពីការប្រើប្រាស់និងចាត់ចែងធនធានវាមិនមែនមកពីរឿងថារឿងនេះវាហួសលទ្ធភាពរកសមត្ថភាពមិនមែនទេវាមកពីរឿងការចាត់ចែងនិងរៀបចំប្រើប្រាស់ធនធានណាបងប្អូនបាត់ចោលមួយតាក់ទងជាមួយនឹងរឿងតុលាការថ្ងៃនេះដែលគេចោទលោកប្រធានថាមានសន្តិភាពមកដល់ថ្ងៃនេះគណៈបកប្រឆាំងហ្នឹងដែលបានទាមទារឲ្យសហរដ្ឋអាមេរិកបង្ហាញអំពីផុសតាងឬក៏បង្ហាញអំពីភាពស្អាតស្អំរបស់គេថាគេអត់មានជាប់តាក់ទិនជាមួយនឹងបាត់ចោលទាំងអស់ហ្នឹងទេបើសិនជារបបក្រុងភ្នំពេញនៅតែយកហេតុផលហ្នឹងដើម្បីមករំលាយគណៈបកអង្គជាតិដើម្បីចាប់លោកប្រធានកឹមសុខាឲ្យរបបក្រុងភ្នំពេញយកផុសតាងទាំងអស់ហ្នឹងមកតុលាការអាមេរិកមកប្តឹងនៅសហរដ្ឋអាមេរិកមកដើម្បីវានិច្ឆ័យថាតើផុសតាងហ្នឹងវាអាចជឿជាក់បានត្រឹមត្រូវឬក៏មិនត្រឹមត្រូវយ៉ាងណាតើគណៈបកយើងនឹងបានប្រើយន្តការហើយនឹងមធ្យោបាយមួយហ្នឹងទេរលុយបាននាំគ្នាទៅជីកដុំរលុយបាននាំគ្នាទៅទិញករលុយបាននាំគ្នាទៅទិញសង្កសីយើងមិនមែនរឿងទាំងអស់ហ្នឹងមិនសំខាន់ទេសង្កសីអង្គដងទឹកសំខាន់ណាស់ក៏ប៉ុន្តែរបបក្រុងភ្នំពេញបំផ្លាញអរចនាសម្ព័ន្ធទាំងអស់ហ្នឹងចោលបានជាប្រទេសយើងវាក្រីក្រដូច្នេះយើងដឹងថាការងារហ្នឹងវាសំខាន់ក៏ប៉ុន្តែអធិភាពទី1យើងត្រូវមានអំណាចសិនបានយើងទៅដោះស្រាយបញ្ហាប្រទេសអានេះខ្ញុំមើលឃើញអញ្ចឹងណាយើងមិនមែនតែដើរតួជាសង្គមគិច្ចជំនួសហ៊ុនសែនទេយើងត្រូវយកអំណាចពីហ៊ុនសែនកុំឲ្យហ៊ុនសែននឹងបំផ្លាញជាតិយើងតទៅទៀតបងប្អូនយល់យ៉ាងណាតាមពិតអន្តរជាតិគេចាំជួយយើងរហូតដែលថាចាំជួយយើងរហូតបងប្អូនមើលថ្ងៃនេះនៅពេលដែលគេបើកសវនកម្មករណីរបស់លោកប្រធានគណៈការមានទាំងអង្គការសហប្រជាជាតិមានទាំងអង្គការក្រៅរដ្ឋាភិបាលមានទាំងអ្នកសង្កេតការមានអន្តរជាតិនិងអង្គទូតផ្សេងគេតាមខ្លំមើលរហូតគេនៅតែចាប់អារម្មណ៍ចង់ជួយយើងក៏ប៉ុន្តែយើងនេះទេហើយខ្ញុំនិយាយថាបើបងប្អូននៅក្នុងប្រទេសអាចជួបនឹងការគម្រាមកំហែងឬក៏ប្រឈមជាមួយនឹងហានិភ័យផ្សេងប៉ុន្តែចុះអ្នកនយោបាយដែលថាគណៈបកនៅក្រៅប្រទេសដែរណាធ្វើស្អីឥឡូវខ្ញុំសួរអញ្ចឹងខ្ញុំបន្ទោសណាតែថាខ្ញុំនិយាយហ្នឹងខ្ញុំនិយាយថាខ្ញុំនិយាយរួចពីមាត់ខ្ញុំចេតនាដាក់ការបន្ទោសទៅលើអ្នកនយោបាយអ្នកដែលមានអំណាចនយោបាយហេតុអីបានជាអត់ធ្វើ
សួរប៉ុណ្ណឹងហេតុអីមិនអត់ធ្វើត្រូវហើយហ្នឹងហើយសែងសំក្នុងប្រទេសណាគ្នានិយាយអត់រួចទេគេបាត់មាត់យើងអស់ហើយគេបាត់មាត់មិនមែនធម្មតាគេបាត់មាត់យើងរហូតដល់សូម្បីតែយើងនិយាយអំពីសិទ្ធិមូលដ្ឋានរបស់យើងណាដូចថ្ងៃមុនខ្ញុំឃើញបងអូននីសវណ្ណគាត់និយាយអញ្ចឹងណាយើងរាល់ថ្ងៃជាម្ចាស់ប្រទេសយើងរាល់ថ្ងៃជាម្ចាស់អំណាចបរដ្ឋជាម្ចាស់អំណាចយើងរាល់ថ្ងៃគឺជាអ្នកដែលរស់នៅក្នុងបរិយាកាសប្រជាធិបតេយ្យដែលយើងនិយាយខ្លួនឯងតែប៉ុន្តែយើងអត់មានទាំងសិទ្ធិនិយាយស្ដីនឹងផងហ្នឹងរាល់ថ្ងៃធ្វើកិច្ចការសកម្មបំផុតនឹងធ្វើអីទេទាមទារឲ្យគេគោរពសិទ្ធិមនុស្សទាមទារឲ្យមានសេរីភាពក្នុងការនិយាយស្ដីទាមទារឲ្យប្រទេសយើងគោរពគោលការណ៍ប្រជាធិបតេយ្យប្រទេសរបស់ខ្លួនយើងសោះហ្នឹងណាយើងតែទាមទារអ្នកមានអំណាចដើម្បីធ្វើហ្នឹងចុះហេតុអីបានជាយើងមិនមានផែនការជារូបវន្តសម្រាប់អនុវត្តថាតើត្រូវផ្លាស់ប្ដូររបបមួយហ្នឹងឬក៏ពាក្យថាផ្លាស់ប្ដូរហ្នឹងបានរលាយផុតទៅហើយឬក៏យើងបដូរបរិយាកាសទៅវិញយ៉ាងណាឥឡូវយើងគិតយើងពិតជាអត់ហ៊ានធ្វើមែនឬក៏យើងគិតថាសមរភូមិនៃការប្រឆាំងជាមួយយួនឈ្លានពានណាមកចាប់តំណឹងហើយអត់មានស្អីត្រូវនិយាយទៀតទេបើសិនជាធ្វើអញ្ចឹងបានប្រកាសរំលាយទៅជាជាងកុំឲ្យប្របាក់ខ្ញុំហ្នឹងគិតគូរពីរឿងថាយើងនៅមានប្រទេសដើម្បីស្នេហាហើយឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អ្នកណាក៏ដោយដែលលើคลิปរបស់ខ្ញុំហ្នឹងណាពិចារណាខ្លួនឯងថាតើយើងត្រូវធ្វើនយោបាយរបៀបនេះឬក៏យ៉ាងណាបងប្អូនខ្ញុំនេះនិយាយរៀងខ្លាំងតិចប៉ុន្តែចេតនាចង់បញ្ញាឲ្យបងប្អូនដឹងថាយើងមិនអាចធ្វើលេងតទៅទៀតទេពេលវេលារបស់យើងសល់មិនច្រើនទេអញ្ចឹងបានខ្ញុំនិយាយអំពី counter attack ហ្នឹងឬក៏ counter act នេះតាក់ទងជាមួយនឹងផ្លូវច្បាប់នេះយើងចាំបាច់ធ្វើតែប្រតិកម្មបើសិនជាយើងមិនប្រតិកម្មតាមយន្តការតុលាការឡើងវិញទេណាយើងអត់មានផ្លូវណាសម្រាប់តទល់ជាមួយហ៊ុនសែនទេពីព្រោះនយោបាយកម្ពុជាបច្ចុប្បន្ននេះដូរយើងហៅថាសមរភូមិមួយនេះដូរអាវុធនៅក្នុងការប្រើប្រាស់ឲ្យគេលេងប្រើ AK គេលេងប្រើកំភ្លើងខ្លីក្របបែកអីទៀតហើយគឺគេប្រើតុលាការថ្នាក់មូលដ្ឋានថ្នាក់ដែលឧត្តរហើយនៅថ្នាក់កម្ពុជាទាំងឯងសម្រាប់ចាត់វិធានការទៅលើពួកយើងហ្នឹងហើយបាត់ចោតមិនបបាយបងប្អូនគ្រាន់តែពាក្យ incitement មួយហ្នឹងពាក្យញុះញង់មួយហ្នឹងចោតអ្នកណាក៏បានដែរពាក្យញុះញង់មួយចោតអ្នកណាក៏បានដែរនិយាយរបៀបខ្ញុំនេះក៏ញុះញង់ដែរហើយគណៈបកទាំងអស់ដែលថាមានច្បាប់មានអីនៅក្នុងដៃអានឹងជាកណ្ដាស់ឯងបងប្អូនគេចង់បដូរពេលណាម៉ោងណាចាប់អ្នកណាដាក់គុកសាច់តែនឹងរឿងរបស់គេដោយសារគេយកលក្ខខណ្ឌមួយគឺអនុវត្តច្បាប់ដូច្នេះបើគេអនុវត្តច្បាប់យើងក៏ត្រូវមានវិធីនៅក្នុងការអនុវត្តច្បាប់ដែរប៉ុន្តែការអនុវត្តច្បាប់របស់យើងផ្អែកទៅតាមលក្ខខណ្ឌនឹងផុសតាងទាំងឡាយដែលយើងមាននៅក្នុងដៃដោយករណីពួកលយំផាតករណីពួកកុកអានករណីពួកទាបាញ់ឬក៏ករណីអ្នកដតីទៀតដែលយំលាក់ដែលបានស្មិតអីទាំងអស់ហ្នឹងយើងត្រូវតែរកលទ្ធភាពស្វែងរកអបញ្ញាទាំងឡាយណាដែលមានអាជីវកម្មនឹងមុខរបរជាមួយនឹងប្រទេសថៃហ្នឹងរឹតបន្តឹងករណីហ្នឹងឲ្យបានបងទៅវិញថ្ងៃនេះរៀងកាយខ្ញុំចង់និយាយចឹងបងខ្ញុំចង់និយាយតាមពិតខ្ញុំនិយាយអញ្ចឹងឯងតាមពិតណាប៉ុន្តែកន្លងមកខ្ញុំចេះតែអត់ធ្មត់ប៉ុន្តែពេលខ្លះហ្នឹងបងប្អូនខ្ញុំអត់មិនបានខ្ញុំទ្រាំមិនបានព្រោះយើងណាទាំងបងទាំងខ្ញុំយើងចាស់ហើយយើងគ្មានពេលវេលាណាច្រើនទៀតសម្រាប់បណ្ដែតឲ្យពេលវេលានឹងវាហូរទៅអត់ប្រយោជន៍នឹងទៀតទេហើយបើសិនជាយើងមិនដោយទៅណាបន្តិចទៀតណាបោះឆ្នោត2027មកដល់ហើយផែនការដែលខ្ញុំបាននិយាយពីប្រហែលថ្ងៃមុនហ្នឹងណាអារឿងសមារណកម្មរឿងរៀបចំអំណាចប្រតិបត្តិការស្អីយើងនៅសល់ពេល6ខែយូរបំផុត8ខែនៅក្នុងការរៀបចំយុទ្ធសាស្ត្រមួយហ្នឹងអាហ្នឹង time frame របស់វាដែលខ្ញុំបានsetនៅក្នុង guideline នៅក្នុង blueprint របស់ខ្ញុំហើយវាគ្មានអ្នកនយោបាយណាមួយមកជជែកគ្នាថាឥឡូវចង់ឃើញ blueprint ហ្នឹងគេអនុវត្តរបៀបណាធ្វើរបៀបណាមិនដែលលើអ្នកណាមកនិយាយផងហ្នឹងនាំគ្នាចេះតែអង្គុយចាប់តែព្រឹត្តិការណ៍ថៃយកកន្លែងនោះហើយថៃថតកន្លែងនេះហើយព្រមដែននោះចាអ្នកស្អីជនភៀសសឹកខ្វះផ្ទះខ្វះជំរំខ្វះអាហារនិយាយតែរឿងហ្នឹងហ៊ុនសែនគេនឹងធ្វើរឿងហ្នឹងគេនឹងស្លរឿងហ្នឹងឲ្យយើងនឹងរត់តាមរបៀបហ្នឹងប៉ុន្តែដំណោះស្រាយគឺយើងត្រូវធ្វើយ៉ាងណាបងប្អូនត្រូវធ្វើយ៉ាងណាដើម្បីទៅដោះបញ្ហាហ្នឹងអញ្ចឹងបើសិនតែយើងនាំគ្នាបដែតណា8ខែខ្ញុំថាកំណត់ពេលយូរបំផុតពី6ដល់8ខែយូរបំផុតយើងត្រូវតែរៀបចំអាសេណារីយ៉ូដែលខ្ញុំគិតថាវាមានប្រសិទ្ធភាពហើយមានអធិពលនយោបាយលើឆាកអន្តរជាតិយើងតបជាមួយហ៊ុនសែនមិនមែនតបតែក្នុងស្រុកទេក្នុងស្រុកយើងមានកម្លាំងគ្រប់គ្រាន់មហាជនលោកចាំតែក្រោកឈរទេក៏ប៉ុន្តែអាប្រតិការនយោបាយអន្តរជាតិដែលហ៊ុនសែនរាល់ថ្ងៃពឹងនឹងហាមអន្តរជាតិទាំងអស់យើងមកតែសុំបែរតែគេប្រជុំរឿងសុខាភិបាលអីក៏សឹកចិត្តបញ្ជូនកូនអីឲ្យមកមានមុខមានមាត់គេដែរដែលវាអត់មានចាំបាច់ទេពីព្រោះអ្វីដែលជារឿងរបស់ហ៊ុនសែនបច្ចុប្បន្នហ្នឹងគឺធ្វើយ៉ាងណាឲ្យមានមុខមាត់នៅលើឆាកអន្តរជាតិដើម្បីយកភាពស្របច្បាប់សម្រាប់ធ្វើកិច្ចការនយោបាយតទៅមុខទៀតតែប៉ុណ្ណឹងប៉ុន្តែយើងនេះមិនព្រមតបអារឿងទាំងអស់ដង្ហើមសេដ្ឋកិច្ចរបស់ហ៊ុនសែនណាមិនមែនជំនួយអន្តរជាតិទេមិនមែនកម្ចីអន្តរជាតិទេមិនមែនអំណោយអន្តរជាតិទេដង្ហើមរបស់ហ៊ុនសែនគឺផលិតកម្មអនឡាញ
ហើយវកម្ម online ណាឥឡូវគេដូរប្រគេហៅថាទិសដៅលុយរបស់គេណាបើទោះជាបច្ចុប្បន្ននេះមានលុយកំពុងតែចរាចរនៅក្នុងប្រទេសកម្ពុជាដោយការប្រមូលតាមរយៈ cyber នឹងមកមែនក៏ប៉ុន្តែលុយពិតប្រាកដរបស់ហ៊ុនសែនដែលคล้ายទៅជា crypto ហើយក៏ដោយคล้าย crypto ហើយនឹងក៏ដោយคล้ายទៅជា investment คล้ายទៅជាលុយសម្រាប់ទិញផ្សារភាគហ៊ុនឬក៏ដែលគេហៅស្អីគេហៅថាស្អី franchise នៅក្នុងក្រុមហ៊ុនមួយចំនួនហ្នឹងណាលុយទាំងអស់ហ្នឹងវាคล้ายទៅជាលុយស្អាតហើយវាលែងលុយខ្មៅហើយវាទៅជាលុយពណ៌សអស់ហើយពីព្រោះគេទិញ Walmart ពីព្រោះគេទិញ Costco ពីព្រោះគេទិញ Starbucks គេទិញគេហៅស្អីfranchise ហ្នឹងណាទូទាំងពិភពលោកគេ invest ទៅលើពួកស្អី industrial ធំគេ invest ទៅលើរឿងគេហៅថាសំណង់អចលនៈទ្រព្យលុយទាំងអស់ហ្នឹងហូរចូលយ៉ាងស្អាតចូលទៅក្នុងធនាគាររបស់ CIBC របស់កម្ពុជាហើយដូច្នេះរឿងទាំងអស់ហ្នឹងណាបើយើងនៅតែឆ្លោះជាមួយហ៊ុនសែននៅលើវេទិការូបភាពដែលយើងឃើញរាល់ថ្ងៃណាហ៊ុនសែនមានលុយគ្រប់គ្រាន់ដើម្បីធ្វើនយោបាយ100ឆ្នាំ200ឆ្នាំទៀតអត់អស់ដែរពីព្រោះយើងអត់បិទដង្ហើមសេដ្ឋកិច្ចរបស់ហ៊ុនសែនដូចខ្ញុំនិយាយចឹងវិនិយោគអត់មានទៀតទេគ្មានអ្នកណាគេតែវិនិយោគខ្មែរជំនួយអន្តរជាតិអត់មានទៀតទេការវិនិយោគពីអន្តរជាតិអត់មានទៀតទេដូច្នេះហ៊ុនសែនបានលុយមកពីណាគឺលុយដែលលៀងតាមរយៈ franchise ហ្នឹងទៅ invest នៅគ្រប់កន្លែងមានប្រហែលដែលខ្ញុំតែនិយាយលើកមុនណា19 brands 19 brands ដែលកំពុងតែប្រតិបត្តិការលៀងលុយឲ្យហ៊ុនសែនតើយើងទាំងអស់គ្នាអ្នកនយោបាយហ្នឹងណាដែលបានទៅសិក្សាអា19 brands ហ្នឹងដើម្បីធ្វើសកម្មភាពឬក៏ចាត់វិធានការទប់ស្កាត់លំហូរសាច់ប្រាក់ចូលទៅក្នុងចានបាយរបស់ហ៊ុនសែនដែររាល់ថ្ងៃមានអ្នកណាធ្វើទេឬក៏ចាំនិយាយតែពីរឿងប្រជាពលរដ្ឋដាច់បាយប្រជាពលរដ្ឋខ្វះទឹកប្រើប្រជាពលរដ្ឋខ្វះជំរករឿងប៉ុណ្ណឹងណាបើសម្រាប់ខ្ញុំវិញខ្ញុំថាលោកមិនគួរធ្វើអ្នកនយោបាយទេលោកគួរតែធ្វើជាសង្គមគិច្ចហើយចូលធ្វើការនៅក្នុងក្រសួងសង្គមគិច្ចជាមួយគេទៅណាអានឹងខ្ញុំមើលឃើញអញ្ចឹងណាបងប្អូនដំណោះស្រាយយើងមានវិធីយើងមានក៏ប៉ុន្តែគ្រាន់តែថាយើងវាគ្មានមនុស្សសម្រាប់អនុវត្តវាហើយជួនកាលយើងនិយាយថាមនុស្សយើងមានក៏ប៉ុន្តែគោលនយោបាយរបស់គណៈបកយើងវាអត់មានចំណាត់ការរដ្ឋបាលក្នុងការចាត់ចែងរឿងទាំងអស់ខ្ញុំអត់បន្ទោសទេក៏ប៉ុន្តែខ្ញុំនិយាយថានេះគឺជាអ្វីដែលយើងត្រូវតែកែលម្អយើងត្រូវតែកលែងមើលឲ្យគ្រប់ជ្រុងជ្រោយនយោបាយបច្ចុប្បន្នណាសូម្បីតែសហរដ្ឋអាមេរិកដែលមានលទ្ធភាពធនធានហិរញ្ញវត្ថុហ្នឹងយើងហៅថាមហាអំណាចទាំងធនធានហិរញ្ញវត្ថុទាំងធនធានសម្ភារៈទាំងធនធានមនុស្សប៉ុន្តែគេនៅតែប្រើបច្ចេកទេសនយោបាយហ្នឹងដើម្បី lobby អន្តរជាតិដើម្បីការពារភាពស្របច្បាប់របស់គេនេះគឺជារឿងនយោបាយសម័យទសវត្សរ៍ឆ្នាំ2026យ៉ាងយ៉ាងណាឡើងទៅសម័យការផ្លាស់ប្ដូរហើយសម័យ AI ហើយណាបងប្អូនមិនមែនសម័យគេហៅស្អីមិនមែនសម័យដែលកូរ៉េសម័យហ្នឹងទេណាបងសៃមិនថាម៉េចអ្នកដែលប្រកាសខ្លួនឯងថាជាអ្នកប្រជាធិបតេយ្យហ្នឹងគួរខ្មាស់គេទេនៅក្រៅអំណាចដល់ណាទៀតអានេះខ្ញុំអាន comment របស់បងសៃមិនណាអ្នកណាឮក៏គិតផងទៅអន្តរជាតិគេអត់ល្ងងទេពីព្រោះគេមានស្ថានទូតនៅស្រុកខ្មែរដូច្នេះគេស្គាល់ព្រោះតែយ៉ាងណាចន្ទោះរបស់អ្នកអូខេខ្ញុំអត់អីទេខ្ញុំអានមិនសាច់ដៃទេបងប្អូនតាមប៉ុណ្ណាអន្តរជាតិគេនៅចាំជួយយើងតាអន្តរជាតិគេនៅចាំជួយយើងគេមិនមែនចាំជួយយើងទេវាជាកាតព្វកិច្ចវាជាការទទួលខុសត្រូវរបស់គេដែលគេតែដាក់ទូតនៅកន្លែងហ្នឹងណាដើម្បីចម្រាញ់ដើម្បីធានាដើម្បីសហការរឿងទាំងអស់ហ្នឹងកន្លែងណាអយុធធម៌គេទៅជួយការពារពីព្រោះពិភពលោកនេះណាយើងឃើញប្រទេសខ្លះដែលទៅជួយការពារផលប្រយោជន៍សង្គមជាតិយើងណានៅពេលដែលគេការពារវាមិនបានវាហួសហេតុពេកដែលគេមិនអាចអត់អន់បានណាយើងឃើញស្ថានទូតខ្លះណាគេសុខចិត្តដកចេញគេមិនទៅចន្លក់ដៃគេមិនចង់ទៅល្វីល្វល់ហើយម្យ៉ាងទៀតណាគេមិនចង់ល្វីល្វល់មិនមែនគេអន់ចិត្តឬក៏យើងហៅថាម៉េចយើងគ្មានកិច្ចសហការជាមួយគណៈបកប្រឆាំងទេក៏ប៉ុន្តែគេក៏អាចនិយាយភាសាមួយទៀតតែគណៈបកប្រឆាំងនៅក្នុងប្រទេសកម្ពុជារហូតដល់ចក្រភពអង់គ្លេសគេនិយាយថាម៉េចពួកយើងអត់ចេះធ្វើនយោបាយផងហ្នឹងពួកយើងចេះតែធ្វើព្រឹត្តិការណ៍អានេះចក្រភពអង់គ្លេសគេនិយាយចឹងថាពួកយើងអត់ចេះធ្វើនយោបាយផងហ្នឹងសូម្បីតែនៅប្រទេសដែលគេដកទូតដកអីចេញពីស្រុកខ្មែរហើយនឹងប្រទេសមួយចំនួនទៀតដែលគេគម្រាមថានឹងមិនផ្ដល់កិច្ចសហការជាមួយរបបក្នុងបំពេញយើងអត់ដែលតែប្រើធនធានទាំងអស់ហ្នឹងផងណារាល់ថ្ងៃខ្ញុំឃើញបងប្អូនយើងចាប់ផ្ដើមធ្វើដែរក៏ប៉ុន្តែថ្ងៃមុនខ្ញុំបានជួយស្រាវជ្រាវខ្លះគាត់និយាយណាគាត់ថាគាត់នឹងប្រមូលគ្នាដើម្បីទៅជួបទូតនេះជួបនោះប៉ុន្តែខ្ញុំថាការប្រមូលគ្នាដំបូងយើងត្រូវធ្វើអ្វីដែលយើងត្រូវធ្វើនៅឲ្យបានសិនពីព្រោះការប្រមូលគ្នាឬក៏ប្រមូលគ្នាទៅ3 4នាក់ហ្នឹងណាវាអត់កម្លាំងទេបើសិនជាយើងទៅជាចង្កោមទៅជាក្រុមរបស់អ្នកប្រជាធិបតេយ្យតែម្ដងអាហ្នឹងមិនមានកម្លាំងត្រូវហើយហ្នឹងឯងនេះសម្រាប់បើសិនជាយើងមានអំណោយទានឬក៏យ៉ាងណាហ្នឹងណា
អាហ្នឹងគេជួយយើងក៏ប៉ុន្តែកន្លែងនេះណានៅក្នុងប្រទេសកម្ពុជាមានលក្ខខណ្ឌចេះបើយើងនិយាយអំពីយើងនិយាយអំពីបរិយាកាសប្រជាធិបតេយ្យហើយនឹងបំភើរបស់វាកម្ពុជាគឺជាបំភើនៃប្រជាធិបតេយ្យរវាងកម្ពុជារវាងប្រជាធិបតេយ្យនិងកុម្មុយនីសដែលកំពុងតែមានឥទ្ធិពលមកលើតំបន់អាស៊ីអាហ្នឹងទស្សនវិជ្ជាទី1នៅក្នុងទស្សនៈគេហៅថាមនោគមនយោបាយទស្សនវិជ្ជាទី2តាក់ទងជាមួយនឹងភូមិសាស្ត្រនយោបាយសន្តិសុខពិភពលោកកម្ពុជាគឺជាយើងហៅស្អីកម្ពុជាគឺជាប្រទេសមួយដែលអំណោយផលដែលពិភពលោកគេចង់យកកម្ពុជានេះធ្វើជាឈ្នន់ឬក៏ធ្វើជារនាំងដើម្បីចែកគ្នារវាងប្លុកកុម្មុយនីសជាមួយនឹងសេរីមិនមែនថាតើតាកម្ពុជាបានការពារលទ្ធភាពនឹងបានមិនមែនទេក៏ប៉ុន្តែកម្ពុជាមានសក្តានុពលដែលអាចគេនឹងប្រើប្រាស់ធ្វើជាមូលដ្ឋានឬក៏ធ្វើជាមធ្យោបាយនៅក្នុងការពង្រីកអធិពលសេរីនិយមនៅក្នុងតំបន់ហ្នឹងយើងមិនមែនថាកម្ពុជាហ្នឹងវាខ្លាំងជាងប្រទេសដទៃដូចប្រទេសយួនឬក៏ប្រទេសថៃហ្នឹងទេក៏ប៉ុន្តែដោយសារកម្ពុជាវាមាននៅក្នុងលក្ខខណ្ឌមួយដែលកម្ពុជាមិនលំអៀងទៅនានាការសេរីឬក៏កុម្មុយនីសគេចង់បានកម្ពុជាហ្នឹងគឺជាបន្ទាត់មួយសម្រាប់ខាន់ហើយប្រសិនបើពួកយើងវិញសម្រាប់ពួកយើងអ្នកប្រជាធិបតេយ្យឬក៏អ្នកដែលការពារកម្ពុជាវិញខ្ញុំមិនចង់ឲ្យកម្ពុជានៅក្នុងលក្ខខណ្ឌអព្យាក្រឹតមិនចូលបកសម្ព័ន្ធហ្នឹងទេខ្ញុំចង់ឲ្យកម្ពុជាហ្នឹងគឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកឡើងវិញដោយការសម័យសាធារណរដ្ឋបើគេថាយកសហរដ្ឋអាមេរិកមកដាក់ទ័ពនៅកន្លែងនេះវារំលោភទៅលើលក្ខខណ្ឌសិទ្ធិមនុស្សលក្ខខណ្ឌរដ្ឋធម្មនុញ្ញរបស់យើងខ្ញុំថាបើមានគេមកការពារយើងខ្ញុំឲ្យលក្ខខណ្ឌហ្នឹងរំលោភឬក៏យើងបដូរលក្ខខណ្ឌហ្នឹងពីព្រោះគេមកការពារយើងគេមិនមែនតែយកកម្ពុជាមកដាក់ធ្វើជារដ្ឋទី52របស់សហរដ្ឋអាមេរិកទេតែបើបានគេដាក់ថាកម្ពុជាគឺជារដ្ឋទី52របស់សហរដ្ឋអាមេរិកក៏ល្អដែរកាន់ប៉ាសពតអាមេរិកកាំងបដ ாய் ទៅកុំឲ្យយួននឹងបកាយឆ្វែលពេកប៉ុន្តែនេះជាទស្សនៈទេក៏ប៉ុន្តែគាត់ថាគេគ្រាន់តែធ្វើជាតំបន់ដូចតៃវ៉ាន់ដូចជាហុងកុងកន្លងមកអញ្ចឹងណាគេគ្រាន់តែថាជាអ្នកដែលនៅការពារទេគេមិនមែនទៅគ្រប់គ្រងគេមិនមែនតែធ្វើអាណានិគមមិនមែនទេគឺគេតែការពារដូចតៃវ៉ាន់អញ្ចឹងណាដូចហ្វីលីពីនអញ្ចឹងណាតែទៅយ៉ាងណាក៏ដោយរឿងទាំងអស់ហ្នឹងវាឆ្ងាយវាតើតែយើងមានអំណាចសិនថាតើយើងត្រូវធ្វើយ៉ាងណាដើម្បីការពារកម្ពុជាឲ្យនៅគង់វង្សពីព្រោះរាល់ថ្ងៃនេះវាលិចហើយបើនិយាយពីទឹកវាដល់ចំោះហើយវានៅតែថាចូលចំោះទៅងាប់ដាច់ខ្យល់បដ ாய் ចាប់តាមហ្នឹងហើយវាអាចនឹងដាច់បើសិនជាអ្នកនយោបាយយើងរាល់ថ្ងៃនៅប្រកាន់ចំហខ្ញុំនិយាយថាម៉េចដេកអោបទូនីតិអត់ធ្វើកិច្ចការអីដោយរាល់ថ្ងៃនេះណាអត់ធ្វើកិច្ចការការពារជាតិអត់ធ្វើកិច្ចការរំដោះប្រទេសអត់ធ្វើកិច្ចការដើម្បីស្វែងរកជំនួយអន្តរជាតិមកជួយយើងណាពេលខ្លះខ្ញុំសង្ឃឹមតម្ដងបងសៀវហងប្រហែលជាសរសេរខ្លះពេលខ្លះបងអស់សង្ឃឹមខ្ញុំប្រហែលជាបងសរសេរចឹងមិនប្រហែលជាបងសរសេរផ្លេចពាក្យហ្នឹងមែនទេឬក៏មិនមែនខ្ញុំអានខុសហ្នឹងហើយបងពេលខ្លះខ្ញុំបើនិយាយភាសាធម្មតាខ្ញុំព្រួយរហូតដល់អស់សង្ឃឹមដោយបងចឹងអស់ពីព្រោះវាអត់ឃើញជំរឿសណាមួយដែលវាមានអធិពលដែលវាមានលទ្ធភាពទៅមុខទៀតណាបងខ្ញុំមិនឃើញចឹងណាវាសំស្ថានភាពយើងរាល់ថ្ងៃអំណោយផលគ្រប់យ៉ាងក៏ប៉ុន្តែវាអត់មានឃើញផែនការអីសោះតែខ្ញុំនិយាយនេះមិនមែនបំបាក់ស្មារតីទេប៉ុន្តែកំពុងតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នានេះជាសកម្មជនជាអ្នកដែលកំពុងតែ active នៅក្នុង political គេហៅស្អីaction ណាជួយគ្នាជួយនិយាយគ្នាជួយបង្ហាញគ្នាកុំឲ្យអើបច្រើនពេកខ្ញុំហាមហើយអើនេះហើយដែលធ្វើឲ្យជាតិយើងលិចលង់នឹងបាត់បង់មកដល់ថ្ងៃនេះណាដោយសារយើងឲ្យអើច្រើនពេកហើយខ្ញុំនិយាយទីនេះបងប្អូនក៏ដឹងថាខ្ញុំបន្ទោសអ្នកណាព្រោះគ្រាន់តែខ្ញុំមិនបានសល់ឈ្មោះតែប៉ុណ្្នឹងឯងហើយក៏មិនមែនម្នាក់ដែរដែលខ្ញុំនិយាយហ្នឹងខ្ញុំនិយាយ3-4នាក់ប៉ុណ្្នឹងឯង3-4នាក់ដែលនៅពីលើខ្ញុំនិយាយខ្លីអញ្ចឹង3-4នាក់ដែលនៅពីលើខ្ញុំហ្នឹងគួរតែពិចារណាប្រព័ន្ធអ្នកនៅពីលើខ្ញុំមិនច្រើនប៉ុន្មានទេហើយខ្ញុំនិយាយនេះគឺខ្ញុំនិយាយឲ្យដល់ចំណុចថាកុំបដ ாய் តទៅទៀតបើអស់លើកបដ ாய் តទៅទៀតអ្នកដែលបាត់បង់ជំនឿមុនគេណាមិនមែនពួកខ្ញុំទេគឺបរិវត្តខ្មែរទាំងមូលគឺលោកអត់មានជំនឿលើលោកទៀតទេហើយលោកនឹងស្លាប់ទៅនៅក្នុងប្រវត្តិគេឈ្មោះនៃអ្នកដែលបានចូលរួមបំផ្លាញជាតិខ្មែរឬក៏និយាយមួយទៀតថាអ្នកនយោបាយចំនួននេះហើយគឺចំនួនយើងនេះដែលធ្វើឲ្យកម្ពុជាវិនាសហើយនឹងអន្តរាយបាត់បង់ពូជសាសន៍ហ្នឹងគឺដោយសារអ្នកនយោបាយចំនួននេះលោកត្រូវចាំកន្លែងហ្នឹងឈ្មោះម៉ៃចរាតគេអត់កត់ត្រាទេណាពីព្រោះមិនមែនជាអិសរាជជននយោបាយទេប៉ុន្តែអស់លោកដែលមិនដោះស្រាយបញ្ហាហើយដេកចាំឲ្យប្រទេសកម្ពុជារលាយដោយអំណាចនយោបាយនៅលើដៃលោកគឺជាអ្នកដែលមានឈ្មោះនៅក្នុងទំព័រប្រវត្តិសាស្ត្រថាបានបណ្ដេញបណ្ដោយឲ្យកម្ពុជារលាយនៅក្នុងដៃនិងអាណត្តិរបស់លោក20ឆ្នាំនៅក្នុងសមរភូមិនយោបាយមួយនេះគិតទៅខ្ញុំនិយាយកន្លែងនេះគិតទៅខ្ញុំអត់ចង់និយាយលើពីហ្នឹងទេប៉ុន្តែប្រវត្តិសាស្ត្រគឺប្រវត្តិសាស្ត្រគឺចាររឿងពិតហើយរឿងទាំងអស់នេះមិនមែនអ្នកណាប្រឌិតទេរឿងទាំងអស់នេះគឺជារឿងពិតដែល10ឆ្នាំដែលខ្ញុំតស៊ូជាមួយលោកក្រោយពីគេរំលាយគណបកនេះ
ខ្ញុំអត់ឃើញសកម្មភាពណាមួយជាដងកំភួនថាយើងបានធ្វើផែនការទៅដំណោះទៀតទេសូម្បីតែចង់វិលចូលស្រុកថ្ងៃនេះហ៊ុនសែនស្អីហើយថាបើប្រជាពលរដ្ឋខ្មែរស្អប់ហ៊ុនសែនហើយបើប្រជាពលរដ្ឋខ្មែរគ្រប់គ្រងអ្នកប្រឆាំងហើយចុះហេតុអីបានជាអ្នកប្រឆាំងមិនចូលស្រុកគេសួរអញ្ចឹងហ៊ុនសែនសួរអញ្ចឹងអ្នកណាថាពីថ្ងៃមុនថាហ៊ុនសែនមិនឲ្យចូលស្រុកអានឹងរឿងពីថ្ងៃមុនក៏ប៉ុន្តែថ្ងៃនេះហ៊ុនសែនថាបើខ្លាំងចឹងមិនក៏មិនចូលមកឥឡូវហ៊ានចូលទេហើយមិនមែនយើងដេកយកសពថាហ៊ានចូលទេយើងត្រូវរៀបចំយកសពត្រូវចូលរបៀបណាដើម្បីទៅរំដោះប្រទេសមានវិធីទេខ្ញុំមិនទាន់និយាយអំពីវិធីហ្នឹងទេប៉ុន្តែខ្ញុំនិយាយអំពីយន្តការសិនថាត្រូវធ្វើរបៀបណាកម្លាំងរបៀបណាខ្ញុំឲ្យទាំងអស់គ្នាហ្នឹងណាគណៈបកទាំងអស់ដែលអះអាងថាខ្លួនជាអ្នកប្រជាធិបតេយ្យជាអ្នកជាតិនិយមជាអ្នកស្រឡាញ់ជាតិអ្នកស្នេហាជាតិបើអស់លោកមិនហ៊ានធ្វើអ្វីដែលខ្ញុំហៅថាសមារណកម្មនយោបាយហ្នឹងទេធ្វើនយោបាយកំដរហ៊ុនសែនទៅក្រែងបានឡានបានពីឡាយប៉ុន្តែកុំនិយាយថាស្នេហាជាតិអីតទៅទៀតពីព្រោះវាជារឿងភូតភរខ្ញុំនិយាយតែប៉ុណ្ណឹងខ្ញុំបានជួបជាមួយនឹងបងប្អូនអិសរាជជននៅខាងក្នុងខ្លះមិនបានច្រើនទេប៉ុន្តែគាត់បាក់ចាត់ចំហថាយើងចង់ធ្វើរបៀបហ្នឹងគណៈបកខ្លះលោកចង់បានអាហ្នឹងប៉ុន្តែមានគណៈបកនយោបាយខ្លះនៅតែមានអំណួរថាគាត់មានកម្លាំងច្រើនគាត់មានអ្នកការពារអ្នកជួយជ្រោមជ្រែងពីក្រៅប្រទេសខ្ញុំថាអត់រួចខ្លួនទេបងប្អូនគណៈបកហ្នឹងបន្តិចទៀតហ្នឹងគេក៏មិនឲ្យចូលរួមប្រកួតនៅក្នុងយន្តការបរិយាកាសបោះឆ្នោតអីហ្នឹងដែរបងប្អូនទាំងអស់ហ្នឹងមួយចំនួនហ្នឹងបើសិនជាគេមិនធូរបន្ថយលើប្រធានកម្មសខារបៀបណាហ្នឹងមេគណៈបកទាំងអស់ហ្នឹងនឹងទៅជាប់គុកម្ដងគឺគេយកអយុធសាស្ត្រជន់មួយស្លាប់មួយហ្នឹងដដែលទេបងប្អូនអញ្ចឹងមកខ្ញុំនិយាយថាកុំមោទនភាពកុំគិតថាខ្លួនឯងខ្លាំងអត់ខ្លាំងទេអំណាចនៅក្នុងដៃហ៊ុនសែនហើយហ្នឹងហើយបងបណ្ឌិតគាត់ថាអញ្ចឹងអ្នកនយោបាយខ្មែរទាំងអស់ហើយបងភាគច្រើនចុះណាកុំឲ្យថាទាំងអស់អត់ស្គាល់អំពីគេហៅថាស្អីប្រជាធិបតេយ្យផងអ្នកខ្លះខ្ញុំនិយាយអញ្ចឹងថាខ្ញុំនឹងរិះគន់ខ្ញុំប្រាប់ថានៅសហរដ្ឋអាមេរិកឬក៏នៅប្រទេសកាណាដាណាគេនិយាយអំពីការរិះគន់គណៈបកគេណាខ្លាំងជាងខ្ញុំ100ដងប៉ុន្តែគេជាអ្នកជាតិនិយមនៅពេលណាដែលប្រធានគណៈបកឬក៏នៅពេលណាដែលយុទ្ធសាស្ត្រឬក៏គោលការណ៍គណៈបកផ្ទុយឬក៏ដោយឆ្លាស់ជាមួយនឹងផលប្រយោជន៍ជាតិគេហាមមិននិយាយហើយពីព្រោះពួកគេគឺសត្វតែជាពួកត្រីរស់មិនត្រីងាប់មិនដែលតាមទឹកទេពួកគេនឹងត្រីរស់ជួនកាលហ្នឹងគេត្រូវតែបង្ខំខ្លួនហែលច្រាស់ចរន្តដែលវាបាត់បង់ផលប្រយោជន៍អាហ្នឹងនៅសហរដ្ឋអាមេរិកនៅប្រទេសកាណាដាដែលខ្ញុំដឹងណាដែលខ្ញុំតាមដានស្ដាប់ព័ត៌មានគេនិយាយអញ្ចឹងនោះគឺនៅក្នុងបរិយាកាសប្រជាធិបតេយ្យប៉ុន្តែនៅក្នុងស្រុកខ្មែរនិយាយដោយខ្ញុំនៅក្នុងគណៈបកអ្នកប្រជាធិបតេយ្យខ្មែរនិយាយដោយខ្ញុំអ្នកខ្លះគេថាខ្ញុំនឹងបែកឆ្វេងខ្ញុំលឺឲ្យពាក្យហ្នឹងណាពីព្រោះពួកគាត់នឹងទៅស្ដាំរហូតដល់ចូលខិតក្នុងកម្រិតថ្មហើយណានៅចាំតែថ្ងៃណាមកភ្នំបាក់សកតហ្នឹងចាប់តាមហ្នឹងតែខ្ញុំប្រាប់ថាអត់ទេអត់ទៅផ្លូវហ្នឹងទេអត់ទៅក្នុងកម្រិតថ្មហ្នឹងទេគាត់ណាហ្នឹងយើងត្រូវការពារផលប្រយោជន៍ជាតិឲ្យបានខ្ញុំMC គាត់ថាអញ្ចឹងណាអ្នកទាំងនោះហើយគាត់ក៏មិនចង់ថាចំឈ្មោះដូចតែខ្ញុំដែរគាត់មិនសូវខ្វល់ខ្វាយពីបញ្ហាកម្ពុជាទេពីព្រោះអស់លោកនឹងមានសញ្ជាតិហើយអត់ទេបើខ្ញុំនិយាយរឿងមានសញ្ជាតិខ្ញុំក៏មានសញ្ជាតិដែរប៉ុន្តែរឿងជាតិខ្មែរមួយវាជាជាតិសាសន៍របស់ខ្ញុំគ្រាន់តែមានសញ្ជាតិគេទេប៉ុន្តែជាតិសាសន៍ខ្មែរពូជពងដូនតាមមរតកយើងទាំងអស់គ្នាយើងអត់ត្រូវបាត់ទេយើងជាអ្នកនយោបាយដើម្បីការពារផលប្រយោជន៍និងពូជសាសន៍របស់យើងមិនមែនអ្នកនយោបាយដើម្បីមកស្វែងរកតួនាទីផលប្រយោជន៍បានខ្លាយទៅជាអាយអាដាមលោកជំទាវអីណាបើសិនជាយើងមិនយល់កន្លែងហ្នឹងធ្វើការគ្រាន់តែបានតួនាទីឲ្យគេហៅអាយអាដាមសម្រាប់តែងាប់ទៅវិញហើយជារលាយទៅណាទៅអាហ្នឹងចោលមិនសិទ្ធណារឿងអ្នកមានសញ្ជាតិវាខុសគ្នាកន្លែងហ្នឹងបងប្អូននៅអាមេរិកបងប្អូននៅកាណាដាបងប្អូននៅអូស្ត្រាលីណាសុទ្ធតែមានសញ្ជាតិគេទាំងអស់ភាគច្រើនណាប៉ុន្តែគាត់មិនមែនជាអ្នកនយោបាយជាន់ខ្ពស់ទេប៉ុន្តែអ្នកគ្រប់គ្រងនិងអ្នកដែលជួយសកម្មភាពគ្រប់យ៉ាងមានសញ្ជាតិគេទាំងអស់គាត់ខ្វល់ខ្វាយពីរឿងខ្មែរខ្លាំងណាMC គាត់ខ្វល់ខ្វាយខ្លាំងជាងបងប្អូនខ្លះដែលជាបញ្ញវន្តនៅក្នុងស្រុកផងតាមពិតទៅលះបង់ពេលវេលាលះបង់លុយកាក់លះបង់គ្រប់យ៉ាងដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាយើងសុវត្ថិភាពនឹងរួចផុតពីអំពើឈ្លានពានសម្ងាត់អ្វីដែលយើងចង់និយាយខ្លាំងខ្ញុំចង់និយាយអំពីអ្នកនយោបាយប្រហែលអ្នកនេះទេដែលមិនព្រមធ្វើសកម្មភាពអីសោះណាបងប្អូនតែបងប្អូនដែលគាត់មានសញ្ជាតិបរទេសហើយណាគាត់ខ្វល់ខ្វាយរឿងខ្មែរហ្នឹងដោយតែបងប្អូនយើងនៅក្នុងស្រុកអញ្ចឹងខ្វល់ខ្វាយពីជីវភាពតាមពិតពួកគាត់រស់បានស្រួលហើយពួកគាត់បានសុវត្ថិភាពសុខសន្តិភាពហើយពួកគាត់មានសេចក្តីសុខហើយប៉ុន្តែគាត់អត់ផ្លេចជាតិសាសន៍របស់យើងគាត់លះបង់គាត់ធ្វើអាដែលគេហៅស្អីវិភាគទានណាច្រើនណាវិភាគទានតាំងពីសម្ភារៈតាំងពីពេលវេលាតាំងពីកំណត់បញ្ញាការចូលរួមគាត់ជួយយើងច្រើនតាំងពីតែសម័យកាលយើងតស៊ូនៅក្នុងទសវត្សរ៍90មកប៉ុន្តែពួកគាត់មិនដែលចង់បានមុខមាត់តួនាទីស្អីទេចង់បានតែម្យ៉ាងគេធ្វើយ៉ាងណាឲ្យខ្មែរយើងណារួចផុតពីវត្តនៃយើងហៅថាភាពក្រីក្រដែលរបបហ៊ុនសែនកំពុងតែបំផ្លាញអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំ
ហ្នឹងហើយប្រជាធិបតេយ្យវាខុសពីរដូវកាលហ្នឹងបាទស្មីអរគុណដែលបងប្អូនទាំងអស់គ្នាខ្ញុំថ្ងៃនេះខ្ញុំសូមយកចំណុចទៅប៉ុណ្ណេះតាមពិតខ្ញុំព្រៀងកំណត់មកច្រើនដែរណាខ្ញុំចង់និយាយឲ្យច្រើនអំពីយុទ្ធសាស្ត្រប្តឹងប្រឆាំងជាមួយនឹងរបបផ្ដាច់ការយើងមានយើងយក evidence based allegation យើងមានរបៀបធ្វើរបស់យើងតាក់ទងជាមួយនឹង money laundering ស្អីហ្នឹងណាតាក់ទងជាមួយនឹង international cooperation ខ្ញុំមានព្រៀងមកច្រើនក៏ប៉ុន្តែពេលខ្ញុំ1ម៉ោង30នាទីនេះខ្ញុំនិយាយមិនដែរអស់ទេខ្ញុំនិយាយមិនដែរអស់ពង្រៀងខ្ញុំតែយ៉ាងហោចណាស់ខ្ញុំបានចាស់យកចំណុចខ្លះយើងមកធ្វើអធិប្បាយដើម្បីជាការចែករំលែកនិងរំលឹកដល់បងប្អូនចំនួនយើងនេះហើយនឹងចំនួនក្រោយទៀតសូមឲ្យមានស្មារតីស្មោះត្រង់និងស្រឡាញ់ជាតិកុំឲ្យស្រឡាញ់អំណាចនិងលៀបសក្ការៈដែលគេបំពុលយើងសម្រាប់ឲ្យយើងឆ្លក់និងគេលើកតបយកជាតិយើងតែប៉ុណ្្នឹងឯងគោលបំណងនៃការធ្វើសន្ទនានិងការចែករំលែកនៅអ្វីដែលខ្ញុំយល់ដឹងខ្លះហ្នឹងក្នុងគោលបំណងបណ្ដោះស្មារតីនិងមនសិការជាតិតែប៉ុណ្្នឹងឯងចឹងសូមឲ្យបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនានៅទីនេះហើយនឹងបងប្អូនដែលទស្សនានៅពេលក្រោយបើបានឃើញយ៉ាងណាហ្នឹងជួយចែករំលែកបន្តផងទុកជាការប្រវត្តិទុកជាកំណត់ត្រាទុកជាផុសតាងណាមួយដែលថាក្នុងពេលនោះថ្ងៃនោះលោកសារ៉ាត់បាននិយាយអំពីហេតុផលនេះរឿងនេះប៉ុន្តែហេតុអីបានជាអ្នកនយោបាយមិនធ្វើឬក៏ថ្ងៃណាមួយអ្នកនយោបាយបានស្ដាប់ឮក៏ជួយយកវាទៅពិចារណាផងតើប៉ុណ្ណឹងសម្រាប់ថ្ងៃនេះខ្ញុំសូមអរគុណហើយនឹងសូមជម្រាបលា